ដល់អោឡាឬក៏ក្រឹកក៏ក្រែងប្រសងក៏ច្រើនប្រសក់ក៏ក្រែងឥឡូវក្នុងទីនេះខ្ញុំកណាចដំបូងនឹងឆ្ងល់រឿងប៉ុនអនុតែពីព្រោះប៉ុននឹងពុទ្ធបរិស័ទដែរជាអ្នកកាន់ពុទ្ធសាសនានឹងតែប្រឹកធ្វើរឿយឲ្យតែមានឱកាសមានពេលវេលាតែធ្វើហើយចុះប៉ុននឹងមានអត្តន័យសេចក្តីយ៉ាងម៉េចបានជាគេនិយមចូលចិត្តធ្វើអនុថែសូមវិសាចនីលោកថាច្បងហ្នឹងលោកឆ្ងល់ពីរឿងបនឥឡូវឆ្លើយអាច្បងហ្នឹងប្រគេនលោកទៅចាស់បនហ្នឹងគឺប្រែមកថាសេចក្តីល្អបនហ្នឹងបល័យថាបញ្ញៈសំស្ក្រឹតបញ្ញៈហើយគេជំរះកាយវិចារចិត្តឲ្យស្អាតផូរផង់ផុតអំពីបាបគេហៅថាបនការលះបង់នៅលោកភៈទោសៈមោហៈក៏ហៅថាបនពិធីណាក៏ដោយឲ្យតែធ្វើល្អលោកហៅថាបនទាំងអស់ប្រគុណជាអង្គម្ចាស់ព្រះគ្រូកងរៃសំណួរលើកជាបងឆ្លើយរួចហើយសូមនិមន្តជ្រាបលើកដំបូងទៅជាប់អណ្ដាតតែចឹងទៅជប៉ុនមែនអត់ទៅវិញណាបើតែញាតញោមអាចយល់បានណាកាត់យល់ខ្លះទៅញោមជាប់អណ្ដាតបន្តិចទៅហ្នឹងណាហ្នឹងហើយដំបូងឥឡូវញាតញោមយល់ហ្នឹងហើយបនលៀងជំរះផ្លូវចិត្តឯទឹកលៀងជំរះផ្លូវកាយឯចុះបនហ្នឹងមានប្រមាណដែរអនុថែសូមវិសាចនីទេធ្វើប្រមាណមានប៉ុណ្ណឹងសូមជ្រាបគេធ្វើប្រមាណមានប៉ុណ្ណឹងកណាខ្ញុំកណាយល់ប៉ុន្តែចង់ឲ្យអនុថែពង្រួយជាក្រុមមើលតើមានប្រមាណដែរទៅអនុថែសូមវិសាចនីមួយយ៉ាងក៏មានពីរយ៉ាងក៏មាន3យ៉ាងក៏មាន4យ៉ាងក៏មាន10យ៉ាងក៏មាន80យ៉ាងក៏មានរាប់មិនអស់ក៏មានសូមជ្រាបពុទ្ធទេហើយច្រើនយ៉ាងហ្នឹងឲ្យញោមមួយសួរអាណាទុកអណីទៅណាតាំងពី1រហូតដល់រាប់មិនអស់ឥឡូវខ្ញុំកណាជំរាបសាកសួរហើយប៉ុនមួយយ៉ាងហ្នឹងសំដៅដល់ប៉ុនយ៉ាងម៉េចអនុថែសូមវិសាចនីក្នុងអភិធម្មលោកនិយាយពីផ្លូវចិត្តពេលណាក៏ដោយឲ្យតែចិត្តគិតល្អធ្វើល្អបំពេញសេចក្តីល្អកុំឲ្យមានសេចក្តីប្រមាទតែមួយយ៉ាងហ្នឹងប៉ុនរហូតសូមនិមន្តជ្រាបសាធុចុះប៉ុន2យ៉ាងសំដៅដល់ប៉ុនយ៉ាងណាដែរសូមបកស្រាយប៉ុនខែងងឹត1ប៉ុនខែភ្លឺ1សូមជ្រាបចុះបនខែងងឹតគេធ្វើពេលណាបនខែភ្លឺមានន័យថាម៉េចអនុថែសូមរតនីបនខែងងឹតគេធ្វើពេលល្នោចបនខែភ្លឺមានន័យថាខាងខ្នើតសូមជ្រាបនោះជ្រាបបាទញោមខាងខ្នើតគឺភ្លឺឥឡូវ12កើតខ្នើតច្បាស់ចែកអាហ្នឹងភ្លឺហើយចុះក្នុងន័យហ្នឹងគេចង់អប់រំរបៀបម៉េចខាងខ្នើតហើយនឹងរនោចហ្នឹងអនុថែសូមវិសាចនីអាស័យអត់ថ្នាំងអាកាំងវាយមិនលឺអនោចខែភ្លឺខ្នើតអាណិតសូនមានពោះវែក3នៅក្នុងបរិយស៊ីមនុស្សរាប់ផ្លូមណាមួយស៊ីក្បាលអ្នកកដាលស៊ីកូនអ្នក3ស៊ីខ្លួនលូនទៅណាមិនរួចមិនបាច់បកស្រាយទេប៉ុន្តែគ្រាន់តែចង់ថាអនោចខែភ្លឺខ្នើតខែអាណិតហ្នឹងចេះបនខែងងឹតនិងបនខែភ្លឺម៉ែឪនៅរស់រៀនមានជីវិតមាត់នៅចំហពងកនៅឈរដៃនៅត្រទទួលកាន់កាត់ភ្នែកនៅមើលឃើញកូនចៅជូនបាយជូនទឹកជូននំជូនចំណីជូនត្រីជូនសាច់ជូនសពុតខោអាវសាវស្បៃបច្ច័យលុយកាក់ប្រាក់កាសគួរច្បាច់អស់អញរំកិញចិត្តប៉ុណ្ណេះគាត់មើលឃើញយើងក៏ឃើញគាត់អានឹងឲ្យគេហៅថាបនខែភ្លឺម៉ែឪនៅរស់ហើយម៉ែឪដូនតាម៉ាកុំចិត្តចែសោហៀទាអ៊ីពេកៅកុំសោអានអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួ1000តម្រួតតាទូចទូតតាលាយលានាំគ្នាស្លាប់ចោលយើងបាត់អស់ទៅហើយយើងនាំគ្នាធ្វើបន់ទៅទៅឲ្យគាត់យើងមើលមិនឃើញមាត់គាត់ហូបឆ្ងាញ់យ៉ាងម៉េចទេតែនឹងឲ្យគេហៅថាបន់ខែងងឹតគឺបន់ជូនអ្នកស្លាប់បើប្រគុណម្ចាស់មិនយល់ទេខ្ញុំកណាឧទាហរណ៍គុណម្ចាស់ព្រះគ្រូកងរៃលោកនៅរស់អញ្ចឹងនិយាយតាជូនប្រគេនចង្ហាន់បាយទឹកនំចំណីទៅលោកឆាន់ទៅអានឹងឯងគេហៅថាបនខែភ្លឺហើយឧបមាថាប្រគុណម្ចាស់កងរៃនឹងសគុតបាត់ទៅយើងធ្វើបនឧទ្ទិសប្រគេនទៅអានឹងឯងខែងឹតសូមនិមន្តជ្រាបសាធុប្រៀបធៀបមហាខែតែហ្មងណាឧបមាបើសិនជាសគុតទៅអានឹងខែងងឹតដែរងាយយល់អនុថែអប្រគុណប្រភៈអីចឹងមិនតឡំណាបកស្រាយនឹងរូងតែហ្មងមុខស្អាតស្អាតជាងអាត្មាញោមហ្នឹងហើយបាទហ្នឹងហើយស្អាតហើយយើងថាញឹមស្រស់ទៀតស្រស់ដូចការតកូនអញ្ចឹងឥឡូវបន2យ៉ាងជ្រាបទៀតហើយខែងងឹតខែភ្លឺឥឡូវទុក4យ៉ាងសួរច្រើនមុនអនុថែថាបន10យ៉ាងទៀតនោះតើបនអ្វីក៏ច្រើនម្លេះសូមបកស្រាយមកនោះសូមនិមន្តអាបនច្រើននឹងវាមានច្រើនដល់រាប់មិនអស់នោះបើនិយាយពីបន40យ៉ាងនិយាយតាបប្រតិបត្តិរសាកម្មបត់ទាំង40
ហើយបើនិយាយពីបន80យ៉ាងនិយាយពីកុសលាធម្មាអកុសលាធម្មាធម៌ជាកុសលមានប្រមាណធម៌ជាកុសលរាប់ទៅមាន10រាប់ទៅមាន80ហើយតែធម្មានៅចំហ្នឹងណាកុសលាធម្មាហ្នឹងណាអើយញោមញាតពុទ្ធបរិស័ទធម៌ជាកុសលមាន80ពិធីធ្វើបុណ្យដូច្នេះការធ្វើបុណ្យនៅវាមានច្រើនណាស់បើយើងរួមឲ្យខ្លីជាងនឹងមកមានត្រឹម10ពិធីធ្វើបុណ្យឧទ្ទិសជូនមេត្តាបិតាឬក៏ធ្វើល្អនៅក្នុងសង្គមហ្នឹងវាមាន10ល្វីវាមានអាបុណ្យអស់លុយក៏មានអាមិនអស់លុយក៏មានប៉ុន្តែបានបុណ្យដែរទី1ទានមយៈយើងលះបង់ទ្រព្យសម្បត្តិឲ្យទៅគេសពុតសាងអាវស្បែកបច្ច័យលុយកាក់អានឹងបុណ្យកើតពីទានអស់លុយអស់កាក់អស់ប្រាក់កាសខ្លះទី2សីលមយៈធ្វើបុណ្យមកបែបទៀតដោយគ្រាន់តែយើងទាំងអស់គ្នាមកសមាទានសិលបានបុណ្យដែរមកសមាទានសិលបានបុណ្យដែរហ្នឹងអត់មានអស់អីមករៀលទេឃើញទេទី3ភាវនាមយៈបុណ្យកើតពីការចម្រើនភាវនាកើតពីនាំគ្នាសូត្រនមស្ការបរតនត្រ័យសូត្ររំលឹកគុណព្រះពុទ្ធពធព្រះសង្ឃជាដើមហ្នឹងបានបុណ្យដែរអត់មានអស់អីមករៀលសោះទី4អបជាយនមយៈបុណ្យកើតពីការគោរពកោតក្រែងគ្រាន់តែយើងជំរាបសួរគ្នាស្ពះគ្នាជំរាបសួរភ្ញៀវមកងើបឈរទទួលភ្ញៀវទៅអញ្ជលីកម្មលើកដៃផ្គងឡើងលើបច្ចុប្បន្នកម្មការក្រោបទទួលអនុគមនកម្មការជូនដំណើរទៅវិញវន្តិកម្មការស្ពះអភិវេតនកម្មថ្វាយបង្គំប្រកបដោយអង្គ5សាមីជាកម្មចាប់ដៃអលែកអលែកសួរសុខទុក្ខគ្នាតាមបែបធម្មតាក៏ដោយក៏បានបុណ្យបានអានិសង្សដែរអត់ដាច់អស់ឲ្យមករៀលហើយចំណែកទី5វិយាវច្ចមយៈគ្រាន់តែមកជួយខ្នះជួយខ្នែងជួយតបជួយតែងជួយចាត់ជួយចែងខ្លះលីខ្លះសែងខ្លះលើកទុកខ្លះលើកដាក់ខ្លះលាងចានខ្លះលាងឆ្នាំងលាងប៉ាន់ពេញចិត្តបន្លែផ្លែឈើខ្លះជួយដាំជួយស្លជួយស្លុកខ្លះជ្រុំប្រហុកខ្លះបងវិលបំបិជ័យទាំងចាស់ទាំងក្មេងជាវិយាវច្ចៈអ្នកខ្វល់ខ្វាយរត់តកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យខ្លះមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យគេហៅថាបានបុណ្យដែរបុណ្យនេះកើតឡើងដោយហៅថាវិយាវច្ចមយៈហើយនិមន្តប្រសងមកសម្ដែងធម៌ទេសនានេះមួយទៀតគេហៅថាធម្មទេសនាមយៈបានបុណ្យទៀតក៏ដល់អង្គុយស្ដាប់លោកទេសដោយគោរពនេះឯងគេហៅថាធម្មសវនមយៈបានបុណ្យទៀតអត់ចាំបាច់អស់ឲ្យមករៀនក៏បានបុណ្យនេះឲ្យទៅស្ដាប់ដោយគោរពហើយបតិទានមយៈញោមញាតធ្វើបុណ្យហើយនាំគ្នាសូត្រយ៉ាងកញ្ញិមនីយាទេវតាទេវាកន្ធវានិវេទយមឧទ្ទិសកុសលផលបុណ្យដល់បព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទូចជាទូតតាលាយលាហ្នឹងបានបុណ្យដល់យើងនេះវាមួយជាន់ទៅទៀតណាបានបុណ្យហើយឧទ្ទិសទៅឲ្យគេហ្នឹងហើយបត្តានមោទនាមយៈគ្រាន់តែអង្គុយសុកគេជូនបុណ្យមកយើងអនុមោទនាទទួលយកបានបុណ្យមកក្រើតមកទៀតដែរតថោជុកម្មៈប្រណតម្រង់ទឹកថេឲ្យត្រង់បើយើងធ្វើបុណ្យយើងបានបុណ្យបើយើងធ្វើបាបយើងបានបាបម៉ែឪមានគុណអីតែប៉ុណ្ណឹងទៅបានបុណ្យបានអានិសង្សដែរដូច្នេះ10របៀបនឹងឯងគេហៅថាបុណ្យ10យ៉ាងសូមជ្រាបសាធុប្រគេនពរបុរហូតកំសត់អនុថែពេលរស់ណាស់ឥឡូវញាតិញោមរកវិធីណាធ្វើក៏ធ្វើទៅចុះមានអស់លុយមានអត់អស់លុយបានបន់ទៅតាមគណៈចិត្តដែលយើងឆ្លាតឆ្លៀសវៃក្នុងកិច្ចនៃការធ្វើអនុថែឥឡូវ10យ៉ាងក៏ជ្រាប80យ៉ាងក៏ជ្រាបអរត់មិនអស់ក៏ជ្រាបប៉ុន្តែនៅ4ទៀតមិនទាន់ជ្រាបឥឡូវសួរអនុថែបន្តទៀតបន់4យ៉ាងសម្ដៅដល់បន់យ៉ាងមិនទៀតអនុថែឲ្យសូមវិសាចនី4យ៉ាងសម្ដៅដល់វិធីសកម្មភាពដែលគេកំពុងធ្វើវាមាន4របៀបធ្វើបុណ្យហ្នឹងគឺកិរិយាដែលយើងបញ្ចេញសកម្មភាពធ្វើមាន4ទី1បុណ្យដេកទី2បុណ្យដើរទី3បុណ្យក្បែរជាដើរទី4បុណ្យលើផ្ទះបុណ្យដេកសំដៅទៅលើញោមញាតទៅបុណ្យឆ្ងាយបញ្ចុះសីមាឆ្លងតឡាឆ្លងកត់ទៅពី3យប់គ្រប់ពី3ថ្ងៃបានត្រឡប់មកវិញទៅដេកធ្វើបុណ្យហៅថាបុណ្យដេកហើយចំណែកបុណ្យដើរដូចជាហែកឋិនហែនាគបួសហែផ្កាហែសពអីហ្នឹងទៅជួយហែហមគេអាហ្នឹងបានបុណ្យមួយបែបដែរដោយការដើរហែអើយដល់បុណ្យក្បែរជាដើរបានដល់ដាក់បាតប្រសំដែលលោកនិមន្តមកក្បែរជាដើរហើយដល់បុណ្យលើផ្ទះមេត្តាបៃតាហ្នឹងជាព្រះនៅលើផ្ទះបានដល់បុណ្យកតញ្ញូចិញ្ចឹមម៉ែចិញ្ចឹមឪហ្នឹងហើយគឺជាបុណ្យដែលនៅលើផ្ទះមាន4ប្រភេទនឹងទៀតតាមសកម្មភាពសូមជ្រាបសាធុបុណ្យចុងក្រោយបុណ្យនៅលើផ្ទះសម្ដៅដល់បុណ្យកតញ្ញូហើយចុះពាក្យថាកតញ្ញូមានន័យថាម៉េចអនុថែសូមបកស្រាយអ្នកខ្លះថាកតញ្ញូដឹងគុណគ្រូបើកតញ្ញូដឹងគុណគ្រូមានតែកតញ្ញែដឹងគុណម៉ែកតញ្ញូដឹងគុណឪកតញ្ញីដឹងគុណយាយកតញ្ញាដឹងគុណតាតាមពិតមិនមែនទេកតញ្ញូនេះកតាំងឧបការៈជានេតិតិគេដឹងនៅឧបការៈគុណដែលណាគេធ្វើល្អដាក់យើងមុនយើងក៏ដឹងគុណ
ở đâm đến cái hao thật cắt tình nhu ấy đôi mai ở ban bạc cao trăm dương máu lấy côn cái đâm côn đứng ấy cái hao cắt tình nhu xong chia សាធុជ្រាបអីចុះកតញ្ញូមានប្រមាណដែរអនុថែសូមវិសាចនី កតញ្ញូមាន3និច្ចជាកតញ្ញូកូនចៅនៅពង្រើម៉ែឪជានិច្ចនឹងមួយកាលកតញ្ញូមកម្ដងមកកាលនេះមួយបកាសនៈកតញ្ញូដាក់មេក្រូឲ្យអាចារ្យប្រកាសដូចថ្ងៃហ្នឹងនឹងមួយនិច្ចជាកតញ្ញូអ្នកនៅពង្រើម៉ែឪជានិច្ចបាយទឹកព្រឹកល្ងាចត្រូវមាត់ក៏ច្រើនជាងគេបានបុណ្យក៏ច្រើនជាងគេម៉ែជេក៏ច្រើនជាងគេដែរហើយតែខឹងកូននៅចិត្តទួតពីកូននៅឆ្ងាយប៉ុន្តែសឡបាយកូននៅឆ្ងាយយូរបានមកម្ដងអាកូនចិត្តនេះដុតដៃដុតជើងរាល់ថ្ងៃយកប្រលប់ឈឺកាត់ខ្យល់ចាប់ខ្យល់កគ្មានកូនណាឆ្ងាយមានតែកូនចិត្តអញ្ចឹងអ្នកនៅពង្រើម៉ែឪជានិច្ចជាកាលនេះគេហៅថានិច្ចជាកតញ្ញូបានបុណ្យច្រើនណាស់បីដូចជាប្រគុណម្ចាស់មួយអង្គនោះលោកទៅបួសហើយត្រាប់តែមានប្អូនស្រីនោះមកចំណែនតំអូនតំឯតែលបងអើយលបងឯងទៅបួសនឹងបានបុណ្យច្រើនណាស់ខ្ញុំកណានៅផ្ទះអត់បានបុណ្យលោកថាណែប្អូនស្រីមិនត្រូវពោលស្ដីដូច្នេះឡើយប្អូនឯងនៅផ្ទះចិញ្ចឹមម៉ែចិញ្ចឹមឪនឹងបានបុណ្យខ្លាំងណាស់ណាប្អូនទំនុកបំរុងព្រះណាបើប្អូនឯងចង់បានបុណ្យខ្លាំងលើសនឹងទៀតមានគេធ្វើបុណ្យធ្វើទានអីប្អូនឯងទៅជួយគេទៅនឹងបានបុណ្យបន្ថែមទៀតប្អូននោះក៏ធ្វើតាមអានិសង្ឃនាងទៅណាក៏ទេវតាតាមថែអាសាដែរញោមរកទទួលទានមានបានកើតមានគុំតិចតិជុំអ្នកស្រុកអ្នកភូមិធ្វើបុណ្យចេះទៅចូលរួមជាមួយបងលោកនោះវាឡើងជាគ្រូសោតចាត់ចែងលោកទៅបុណ្យនៅក្រោយមកខាងទលេណោះពេលទៅអស់លីងនាងហ្នឹងធ្លាប់ទៅជាមួយយាយថ្ងៃនេះបាយទឹកនំចំណីស្លបបរបបៀកលើកយកមកបញ្ចុកម៉ែអាឡ័យទៅថ្នាក់ថ្នមម៉ែចាស់ទៅដល់មាត់កំពង់ទុកគេទៅចោលបាត់ឈរយំយែកស្រែកទួញត្អូនធ្ងោម្នាក់ឯងថាមិនគួរគេទៅចោលសោះនេះហើយព្រោះតែជាប់នៅពង្រើម៉ែឥឡូវកូនដាច់ចិត្តត្រូវលុយទឹកទៅហើយគុណម៉ែគុណឪអើយជួយកូនផងទេវតាអូយជួយកូនផងបនកសលជួយផងលុយទឹកទៅហើយលុយទៅស្រាប់តែដូចជាមានទេវតានៅក្បែរក្នុងថែអាសាការពីអត់ឲ្យញៀងលិចទេញោមចេះតែដើរទៅដូចជាមានស្អីទ្រជើងរហូតតទៅដល់ក្រោយមកខាងឆ្លងទៅដល់រោងប៉ុនគេឆ្ងល់លិលាន់អូយគេជីទូកមកចោលហើយជានាងមកជីអីមកបានគេមកដល់គេដែរនាងនោះថាខ្ញុំបួងសួងបនស្រន់ដល់គុណទឹកដោះម្ដាយថ្លៃដល់ទេវតាឲ្យជួយខ្ញុំត្រាប់ខ្ញុំដើរមកវាមានអត់លិចអញ្ចឹងទៅបានពីខោសង់លាត់មាត់ថាយីអានិសង្ឃមិនធម្មតាទេឃើញណាអ្នកដែលមានធម៌កតញ្ញូអញ្ចឹងទៅណាក៏ទេវតាតាមថែអាសាដែរបានប្រពុតលោកសម្ដែងថាយោមេតរាំងពេតរាំងវាមកចោលថាមានបោសតិទេវាពេណាំងតិកឆន្តិមេតាពេតិតរាំងនរាំងណាមានធម៌កតញ្ញូចំពោះមេត្តាបីដាប៉ុណ្ណឹងទៅរកទទួលទានទីចិត្តទីឆ្ងាយសុខកាយសบายចិត្តទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតំកើងគេតម្លើងជួបគេតម្លើងសាក់ជួបទៅនឹងព្រះប្រទេសទៅនឹងធម៌ជួបទៅអ្នកល្អជួបទៅសពបរោះរហូតសូម្បីតែសកៈទេវរាជក៏លើកដៃសាពះនមស្ការពីលើមកដែរនេះតល័យទេវបុត្រឃើញតែប្រអិនថ្វាយអង្គមសាពះរះពីលើចុះក្រោមចិត្តទៅសួរថាហូចសាពះស្អីគេនោះមហារាជប្រអិនថាណាដឹងគុណឪពុកដឹងគុណម្ដាយគោរពកោតខ្លាចតកូលរៀមច្បងសាពះថ្វាយអង្គមទៅនោះហើយបើប្រអិនជាស្ដេចទេវតាថ្វាយអង្គមហើយរឿងអីទេវតាតូចតាចក្រោមអំណាចប្រអិនថ្វាយអង្គមតាមបានជាប្រអិនបានជាទេវតាថែអាសាចេះតែសុខនឹងហ៎ញោមមើលឃើញណាចឹងឥឡូវយាយតាធ្លាប់ពង្រើម៉ែពង្រើឪដែរបើយើងទៅចំមាត់កំពុងទូគេចិញ្ចោលអីយើងសាក់លបងដែរក៏មិនខ្មិចលើកដៃសាពះសាក់មើលដែរមែនបើមិនជាលើកដៃសាពះអីសាក់មើលសិនណាគុណម៉ែគុណឪអើយខ្ញុំធ្លាប់ពង្រើម៉ែពង្រើឪគេដែរសូមឲ្យខ្ញុំឆ្លងរួចដោយប្រាថ្នាថាអញ្ចឹងឲ្យលោកជើងលោសាក់មើលបើលោទៅទឹកនឹងវារឹងអានឹងទៅចោះបើលោទៅខំអីខំខ្ញុំរត់ទុកជីកកើតទៅព្រោះបនយើងនៅស្ទើរវាមិនតាន់ដល់អញ្ចឹងណាហើយមួយទៀតគេហៅថាកាលកតញ្ញូបុរាណគាត់បានពោលថាហែមន់វសន្តរដូវឥឡូវវាคลายមកលើតែខែមន់សន្នដូវខែមន់សន្នដូវមានន័យថារដូវចូលឆ្នាំនិងរដូវភ្ជុំបិណ្ឌវសន្តរដូវនឹងរដូវភ្លៀងហើយហែមន្តៈនឹងគឺវារដូវក្តៅរដូវលំហើយយណោះដល់យើងគិតតាមបុណ្យខ្មែរយើងវារដូវប្រាំងនិងរដូវវស្សាគិតតាមសាសនាយើងគេហៅថាខែចូលឆ្នាំនិងខែភ្ជុំបិណ្ឌឆ្នាំទុកម៉ែឪនឹកកូនខ្លាំងជាងគេអាពេលពីរហ្នឹងពីព្រោះអីកូនគេក្បែរគេមកលន់ហើយឃើញមានទឹកក្រូចផ្លែឈើនំចំណីមកជូនម៉ែឪគេបើថាកូនឯងទៅឯណាលឺតែឡានមកមុខផ្ទះដកកមើលលឺតែម៉ូតូមកមុខផ្ទះដកកមើលនឹកកូនពេលហ្នឹងខ្លាំងជាងគេបានគេថាម្ដងមកកាលកូនចៅនៅឆ្ងាយនាំគ្នាមកវ័នទាវ័នពាក់មានភេទជ្ជៈមានបង្អែមនំចំណីសពុតសៅអាវស្បៃបច្ច័យលុយកាក់ជូនគាត់ទៅគាត់នឹងឲ្យពោឲ្យជ័យសេរីមង្គលត្រឡប់ទៅវិញទៅរកទទួលទានវាកាន់តែមានកាន់តែបានសុខសាន្តសប្បាយទៅទៀតអានឹងអ្នកនៅឆ្ងាយម្ដងមកកាលអញ្ចឹងគេហៅថាកាលកតញ្ញូព្រោះថ្ងៃនេះបកាសនៈកតញ្ញូដាក់មេក្រូប្រកាសអាចារ្យហៅអស់ឲ្យទេវតាក៏ហែងមេជីណាក៏មកដែរតាំងពីឋានសួគ៌ឋានព្រំអីហៅខ្ទេចហៅខ្ទីបុណ្យដតីបើអាចារ្យមិនព្រមហៅអាចារ្យនេះហៅយកមកនេះអស់
โดยเฉพาะเทวดาก็ดังก็ลือเจกสันสะไซเยตาขนมภูมิขนมสกนี้ก็ดังเจกสันสะไซถ้าโกนใจกี่บานถือบนกัดตยุจมปูเมตดาใบดาเกยนั่งไอ้กี่หายทัปกาสนะกัดตยุเมียนใบสไดปนักสลายปนังมันดังเป็นแบบไตหรือออกเป็นก็ยอจ๊อกเบิกข้อก็ลบแจ้งชลอยลางวิ่งแฟร์เลยเนี่ยสู้สมเฉลียสาธุตรำตรายหายอนุทายชลอยตีรูปบอกกบายอะไรละอัลเปรโดยชันปรีหายอย่างเราได้ไปเรียนเอามาโยไปเมียนแตะสองดาลังตูเมียนแตะมันติดนางไอ้ต่อองซานพิเรศนะจึงละใบนี่ไอ้แต่จึงจักสมได้ทอต้องไปรูปบอกกบายอะไรกับแต่ยูเมียนใบขยมกันนะบางจุดเฉียบหายอนุทายไอ้กัตแต่ยูการดังคนจุดพวงเมตตาไปตานั่นไอ้ขยมกันนะช่วยเรื่องเมตตาไปตาติเตียอนุทายได้คนโปรดใส่ดังคนเมตตาไปตานะตาเมตตาเมียนในธรรมะเจ็ดใบตาเมียนในธรรมะได้อนุทายสมบอกสลายเมตตานั่งเมียนในธรรมะใบตานั่งเมียนในถาสมเฉลียยังสิเมตตาเมียนในธรรมะใบตาเมียนในถาไอ้นั่นเป็นนั่นตามการหายวิโยนจังแมนเพราะนั่นเด็กพระเกทับเมียตาใบตาเพราะนั่นมันจีปิศาขมายยืนให้จีปิศาปเลยไอ้คนในเจ็ดมาว่ามีอัตในสิ่งใดอย่างนาได้อนุทัยจุยบอกสายไปรูปบอกไปมาเมื่อสมดิมนเปียเมตดานังใบดานังเปียนังตำมามัดที่เป็นปิภพโลกนังเราวิหารเรียลแท้เปียนังเปียรวมคเนตาขอเราวิจุมเรียลตามจิตตาแท้ยังทำเมตดานังมาปีปลายจะสังสกฤตก็เมตดาได้มาตาปลายทำมาตาสังสกฤตทำมาตาดอลไทยทำมาตาดอลรอบไปทำมาเดอดอลเตอร์รอบมือเจ็ดไปทำแม่มั่งมัมมามีวิจัยจะปีประโบมวัดตั้งอ๋อหัวโกนไปการล้างไปจ้องรอมันแล้วไปจ้องรอมันไม่วิจัยจีบมันมองแมวสัตว์ไม้ตั้งอ๋อมาก็มามองมาแมวไม้มามีมาดาเมียดาก็จะเจนจีบโบมอดตั้งอ๋อไปเบิ่งมันมั่มได้บังบักบิดานั่นไงใบดาปิตาปลายถ้าปิตาทำไมยังยอมมาอ่านใบดาอยู่ตั้งเหยียบใบดาไทยกิทาปิตาปาเตอร์ฟาเดอร์เดือดเนี่ยนั่งปาปกเปียงถ้าจะเจนปีประโบมอดตั้งอ๋อเปียนั่งเวทแต่ได้นั่งไอ้ประคนมาจ้าแมงตลับถักปีเป็นนี้กิทาเมียตาเมียแม่เชียนเนี่ยการเนี่ยปังก้าวชั่วโมงทำไม้ชั่วโมงทำมาได้มาเด้อมาได้ยังเหมือนนะโดยจากเนียนกันมาเด้อมาได้โอ้ยประพุทธสนได้ติดถ้าไปตาเมียแม่เชียนเนี่ยก้าวเนี่ยเอากับน้าชั่วโมงถ้าใบดาใบดานั่งเอาปกบอกยืนเนาะประคนเจียงมาจ้าใบดาเมาปีป่าทิศเฮานังริตกไปใจปดตั้งปาเลเตจิตไปตาเนแดงเฉินจำไทยรักษากาปีโกงชั่วโมงถ้าใบดาเมียดาเมาปีเมียนเนี่ยเทียบเรียตกไปใจปดตั้งเมียนเนเตเตจิเมตาเนี่ยสลายเนี่ยรอคานเนี่ยเฉินจำใบใบไทยรักษาโกงเฮาทำเมียดาจังเนี่ยปังก้าวพองจิงจำพองใบใบพองไทยรักษาพองเฮาทำเมียดาเฮาทำใบดาเฮาทำปกเฮาทำไม้นังโน้ประคนเชียงไม่จ้าส้มจีบสาธุเจียบอนุทายเอาแต่บรอกสตรีนาเมียนโต้คลายเกี่ยวพกคลายเกี่ยวมาได้คลายเกี่ยวไม้คลายเกี่ยวคลายเกี่ยวใบดาใบเมียดาใบดาอนุทายจกเมียดานะเมียนประมาณได้ใบดาเมียนประมาณได้อนุทายสมมิมนรอมนุษย์นาประกาศบดบานประมาณเนี้ยเมียดาเมียนปนองนาได้ประกาศโกนบานประมาณเมียนปนองไอ้นั่นนาตัวรอกเอาแต่นาประกาศโกนบานมันทั้งเมียดาใบดาสมชีพกันนะประกาศบางประมาณใบดาปนองเมียดาก็ปนองได้นะเบอร์ใบดาใบเมียดากับใบไอ้เจ้าเบอร์สันเจตามเนี่ยปลายปีโบราณกาเว้นจับตกชั่วโมงเมียดาหนึ่งใบดานะตามเมียนประมาณชั่วโมงได้หนึ่งถ่ายสอบบอกสายชั่วโมงจราพลัดชั่วโมงหญิงมกตัดซอกหญิงเมาตัดเศร้าตัดตัดจำตัดเกลียตัดปุตตัดปะฮอนั่นนาตัวรอกชั่วโมงไม้ชั่วโมงรู้จรานะจองดังดาวสู้เกลือนไอ้สมเชียสาธุอนุทายแมนมันดังเลยโยมตอนนั้นลอยปะเวียงแต่หมอนะเมื่อมาได้พวกมาจับเปลี่ยนสมัยบอลนั่นเมียนมันหินมันหินนกเอาแน่เมียนชายตูใจดังเจตามันนั้นตามการนิยมหายเยอะดักเจตดักหายต่อเมียใส่
បណ្ឌិតលោកអ្នកប្រាជ្ញពីបុរាណកាលមកដាក់សិទ្ធិមានអត្តន័យអញ្ចឹងក្នុងទីនេះចង់ឲ្យអនុថែអធិប្បាយបកស្រាយបន្តិចមើលអនុថែសូមរតនាកណាអរគុណណាស់ព្រះគ្រូជាអង្គម្ចាស់ដែលទេវតានឹងថែរក្សាការពារបួសរហូតមិនឲ្យសឹកដល់ចម្រើនរាល់ជាតិសូមនិមន្តជ្រាបសំណួរពីខាងដើមដែលហៅថាមេត្តាមានប្រមាណ3ដាមានប្រមាណហ្នឹងមាន3ព្រោះ3ដាហើយបើមិនមាន3វាមាន4ហ្នឹងហើយមេត្តាបកើតមួយវាយើងនិយាយតាមខ្មែរយើងថាម៉ែបកើតមួយម៉ែក្មេកមួយហើយនឹងម៉ែចិញ្ចឹមមួយម៉ែចិញ្ចឹមឬក៏ហៅថាញោមឧបថៈឬថាញោមធរអានោះវាសរុបមកនៅក្នុងម៉ែចិញ្ចឹមអ្នកខ្លះហៅម៉ែដោះក៏បានដែរអញ្ចឹងវាមាន3ហើយ3ដាក៏អញ្ចឹងដែរវាមាន3ដាបកើតមួយ3ដាក្មេកមួយហើយវាមាន3ដាធរ3ដាចិញ្ចឹមអញ្ចឹងដែរប៉ុន្តែអាត្មាដូចជាអបអាកដាលវាដូចគ្មានណាមានមេត្តាកើត3ដាបកើតហើយបើមេត្តា3ដាធរមានប៉ុន្តែមេត្តា3ដាក្មេកហ្នឹងដូចគ្មានរាប់ចុះរាប់ឡើងដូចម្លងតំណែងមួយបាត់តាំងពីដើមមកគុណអង្គតំណងមានហ្នឹងមកអត់ដែលមានទេព្រោះមេត្តានេះមានឈ្មោះច្រើនយ៉ាងហោចណាស់ក៏ដកដែរទី1លោកឲ្យឈ្មោះហៅថាសុខហពាជាស្រីមានសន្តានចិត្តល្អញោមដឹងខ្លួនឯងចិត្តល្អហើយអត់កាលពីក្មេងធ្លាប់លោតប្រឆេងឈុំឆាញញីកែងជើងញីដីធ្លាក់រឹបណែនអីបែបយ៉ាងណាស្រាប់តែឮថាមានបុតក្រាមនៅក្នុងផ្ទៃកំណើលោតហក់តាមជើងបោតបេះបលេះលីសែងលើកធ្ងន់អីលែងហ៊ានហើយថែរក្សាកខ្លាចកូននឹងប្រយ័ត្នពីធ្ងន់ភារៈធ្លាក់ទៅលើលោកឪពុកឯងទុកឲ្យខ្ញុំកុំលើកកុំលីកុំសែងកុំយិតកុំយោងកុំតោងកុំបោតកុំបេះត្រូវឡើងទុកឲ្យខ្ញុំណែរួមលុយទឹកលុយពួកមិនហ៊ានឲ្យលោត3គ្នាឆ្លងពួកទៀតក៏សឹងតែមានដែរភារៈនេះដោយសារស្រឡាញ់កូនណាស់មានទឹកចិត្តល្អបានបល័យគេហៅថាសុខហពាជាអ្នកមានសន្តានចិត្តល្អឲ្យកូនមកដេកមកជ្រកនៅក្នុងផ្ទៃហើយមកជ្រកនៅនេះមិនមែនឆាប់ពេល9ខែ10ខែម៉ែគាត់ដឹងបើយើងចង់ដឹងមានតែផ្លូវមួយយ៉ាងទេទៅឡើងភ្នំពេជ្រវាយកថ្ម3 4គីឡូ5គីឡូចងមកជាប់ពុះរឹតឲ្យរុំឲ្យដូចអ្នកមានផ្ទៃពោះសាកមើលនៅទឹកក៏ស្ពាយអញ្ចឹងហូបបាយក៏ស្ពាយអញ្ចឹងសាក9ខែនោះវាស្រួលប៉ុណ្ណាទៅអេះតាមមើលទៅប្រហែលជាមិនបានមួយថ្ងៃទេស្រាយប្រវត្តិចោលឬទៅពេញទៅប៉ោងធ្ងន់ណាក៏បានអញ្ចឹងណាប៉ុន្តែម៉ែតស៊ូដកដង្ហើមទៅទៅចែកឲ្យកូនហូបបាយទៅចែកឲ្យកូនហើយហូបទឹកទៅចែកឲ្យកូនស្រូបបានក្លិនសែងប្រៃទៅចែកឲ្យកូនវិលមុខអីងើក្នុងនឹងដែរសពបែបយ៉ាងអញ្ចឹងណាដូច្នេះញោមញាតិពុទ្ធបរិស័ទឲ្យកូនមកជ្រកនៅក្នុងផ្ទៃនេះដោយសន្តានចិត្តល្អឈ្មោះទី1សុខហពាឈ្មោះទី2ហៅថាតោហលេនីជាស្រីចាញ់កញ័រលហាត់ញ័រលហាយអាស្រ័យបុតភ្ងានឹងមកផ្ញើជីវិតទោះបីឃ្លានមជូឃ្លានខ្វាត់ឃ្លានដំអត់ឃ្លានបែងក្បឿងក៏ម៉ែវាយគៀមបៀមជក់ដើម្បីចិញ្ចឹមកូនទំនុកបំរុងភ្ជាប់ផ្គាប់តាមចិត្តកូនដែរបើខ្លួនឯងវិញឃ្លានមជូអំបិលប្រហុករបស់ផលជូប្រៃឯណាគេប្រាប់ថាណែកុំហូបកុំពិសាណាវាជាទំនាស់ទាស់ដល់បុតនៅក្នុងផ្ទៃសពចិត្តឃ្លានហូរទឹកមាត់ស្រក់ទឹកមាត់មិនហ៊ានហូបមិនហ៊ានបរិភោគទេអញ្ចឹងគាត់ចាញ់កញ័រលហាត់ញ័រលហើយញាក់ញ័រអស់ជើងដៃទៅសៃទៅសងលងទៅគីអីសពបែបយ៉ាងអ្នកខ្លះហើមមុខអ្នកខ្លះហើមខ្លួនអាមិនក៏តស៊ូដែរគេហៅថាជំងឺចាញ់កអញ្ចឹងហើយឪពុកឯនោះក៏ខ្វល់ក៏ខ្វាយអាណិតដល់ម្ដាយតស៊ូធ្វើការងារជំនួសគាត់ហើយកងតាក់ខ្លាដេកគិតអញពីដើមស្មាននេះដើរទាត់សៃដើរវាយបាល់ឥឡូវទីទៀតមានកូនមានចៅអញត្រូវបង្កើនលបឿនរត់ទ្របបន្ថែមទៅវាកើតមកវាយកមាត់មកដែរហើយពីដើមមិនទាន់មានពេទ្យស្មាននេះទៅកាប់អស់ទៅដុតខ្ជុំទុកឲ្យហើយស្រឿមើលជើងក្រែត្រូវចងខ្សែត្រូវធ្វើឲ្យមមជាងអើប្រដាប់ឆ្អើភ្លើងលើល្បីគ្រូណាមានថ្នាំរសាកទៅតាក់តងទិញយកមកទុកឲ្យហើយរៀបចំប្រដាប់ប្រដារួចស្រេចបន្តិចទៀតអញមានកូនឃើញទេខ្វល់ខ្វាយទាំងអស់តែនឹងហើយគេឲ្យឈ្មោះថាតូហលេនីខ្វល់ទាំងឪខ្វល់ទាំងម៉ែដល់ទី3គេហៅទី4ហៅថាជាអ្នកយន្តតីស្រីដែលញ៉ាំងកូនឲ្យកើតទី3និងទី4នេះពិបាកណាស់បុរាណណាចាហៅថាឆ្លងទលេបថុយជីវិតនឹងឧបសគ្គគ្រោះថ្នាក់កពើឆ្លាមមកដែលឆ្លងទលេអ្នកខ្លះលិចលង់ផងស្លាប់ក៏ច្រើនគ្នាដែរយ៉ាងណាមិញម៉ែស្លាប់អស់ច្រើនគ្នាដែរដោយសារតែសម្រាលបុកឈាមហូរធ្លាក់កត់ផ្លុកក៏ក្រើក
ញ័រអស់តសៃតូចតសៃធំកម្លាំងធម្មពលក្នុងខ្លួនប្រមាណអស់ហើយពេលនឹងស្លាំងមុខស្លាំងមាត់ប្រឹងសពបែបយ៉ាងទាំងអស់កម្លាំងធ្លាប់តែមានខ្លាំងធ្លាក់ខ្លួនដល់មនុស្សអស់កម្លាំងអាលីងដែលគេហៅថាតសៃខ្ចីទម្រាំឆ្លងឧបសគ្គគ្រោះថ្នាក់ដ៏ធំនេះបានម្ដាយឪពុកស្លាប់អស់ច្រើនគ្នាណាស់បានគេហៅថាម្ដាយឆ្លងទលេបបាក់សនុកប៉ុណ្ណាញោមញាតធ្លាប់ឆ្លងកាត់ក៏ដឹងស្រាប់យ៉ាប់ទាំងឪពុកអ្នកនៅខាងក្រៅភ័យអខ្លាចប្រពន្ធគ្រោះថ្នាក់ខ្លាចកូនយាយនេះរត់ទៅហៅគេប្រើរត់ទៅហៅតានោះរត់ទៅហៅតានោះគេប្រើឲ្យប្រកាត់ភ្លើងគេប្រើឲ្យដាំទឹកអុចធូបបនព្រះសព្រះទេវតាបនខ្មោចអរិយណតាបនព្រះបនព្រំខ្សត់ធ្វើមាត់អីអុចឲ្យជួយថែអាសាកូនខ្ញុំប្រពន្ធខ្ញុំឲ្យសុខសប្បាយទុំរំទៅលឺសំឡេងកូនស្រែកយំងាឡើងមកហ្នឹងវាសង្កថាអស់បលឹងបលះពីខ្លួនណាលឺតែសំឡេងយំងាឡើងវារំភើបសឹងតែដែតខ្លួនផុតពីដីទម្លាក់កសៀវចោលរត់ទៅមើលកូននឹងមុខសឹកតែខ្ជុំក៏ញ៉ាំនឹងទឹកភ្នែកដែរសំបាយរំភើបរីករាយតម្រាំឆ្លងផុតឧបសគ្គគ្រោះថ្នាក់មួយនេះតស៊ូលំបាកណាស់បានគេហៅថាឆ្លងទលេវាមិនងាយសោះទេពិបាកទាំងឪពុកទាំងម៉ែហើយចាប់ពីនឹងទៅទី5គេឲ្យឈ្មោះមួយទៀតហៅថាតោសេនតីអ្នកមានសន្តានចិត្តបីបាច់លួងលោមថ្នាក់ថ្នមជាមួយកូនយកប្រលប់ងឹតប្រពីងប្រពើមកលឹមប្រពេចប្របាច់កុំថាម៉ែសម្រានមិនលក់ឪក៏នៅសម្រានមិនលក់នៅមើលភ្លើងមើលភ្នក់ខ្លាចវាឆេះខ្លាំងក្រែងវាឆេះក្រែឬខ្លាចវាលុតអស់ខ្លាចវាបាត់កម្ដៅដុតដុំថ្មផងដាំថ្នាំផងអង្គុយថែទាំល្ងើកភ្លើងខ្លាចវាហុយខ្លាំងទៅវាទៅជាជំងឺទាស់ព្រាយកលាភ្លើងអីម្ល៉េះហើយអង្គុយថែអង្គុយទាំបើលឺតែឆ្កែព្រុសតែមកវោពីលែងដេកហើយអង្គុយចាំមកយប់ទល់ភ្លឺហើយបើកូននោះវាមិនស្រួលខ្លួនវាក្តៅខ្លួនវាយំវាយេវាស្រែកវាទួយទាំងម៉ែទាំងឪនឹងអង្គុយយំមើលមុខគ្នាអាណិតកូនណាស់មិនដឹងធ្វើម៉េចកើតអ្នកខ្លះចោះទៅតាមពេទ្យតាមមងវ៉គេងឹតប្រពីងប្រពើមកលឹមប្រពេចប្របាច់ផ្លូវសិតតផុកសិតតលបាត់គេដេកលក់សូនអស់ហើយឯងនៅតែតស៊ូលំបាកសពបែបយ៉ាងទៅវ៉គេទៅដាស់គេឲ្យមកជួយមើលកូនខ្ញុំផងឲ្យតែកូនខ្ញុំជាលក់ដីលក់ធ្លីលក់ស្រែលក់ចំការក៏ខ្ញុំសុខចិត្តធ្វើការបង្រើលោកដែរឲ្យតែកូនខ្ញុំជាតស៊ូលំបាកអញ្ចឹងម៉ែឪធ្លាប់តែពីដើមចេះខ្មាស់ចេះអៀនចេះព្រានឥឡូវមានកូនហើយវាតែកូនជុំលួងមិនស្ងៀមពីដើមមិនហ៊ានច្រៀងអាឡេអាឡូទេខ្លាចគេថាឯងអាឡេអាឡោដល់តែមានកូនលួងមិនស្ងៀមច្រៀងពេលណាថាអីថាទៅផ្អើលគេផ្អើលឯងយ៉ាងម៉េចថាទៅហើយពីដើមមកចេះខ្មាស់ចេះអៀនព្រានកដាលចំណុំចំណោមមិនហ៊ានបញ្ចេញអាកប្បកិរិយាផ្ដេសផ្ដាស់ដល់តែឥឡូវកូនយំលួងមិនស្ងៀមបំបាយកូនកដាលចំណោមមិនក៏បំបាយដែរណាមើលអីមើលទៅឲ្យតែកូនអញបាត់យំតស៊ូលំបាកចេះលួងលោមចេះថ្នាក់ថ្នមប៉ុណ្ណឹងដែលគេហៅថាតោសេនតីឪពុកឯនោះទៀតម៉ែនៅតែសៃខ្ចីលើភ្លើងចេះទាំងអស់អាស្លមទាំងគេដាក់ស្អីមុនក៏ចេះថ្ងៃនេះចេះដាំចេះស្លចេះស្លុកចេះជ្រុំប្រហុកចេះដាំបាយលើកយកមកដួសបញ្ចុកប្រពន្ធនឹងស្លមិនទេបានមួយឆ្នាំគេដែរលើកយកមកឲ្យគេហូបហើយខ្លួនឯងហូបតាមក្រោយសល់ប្រមាណប្រមូលចានប្រមូលឆ្នាំយកទៅលាងយកទៅដោះខ្លួនឯងម៉ែខ្លះលួចលោកមើលឪពុកស្រក់ទឹកភ្នែកខ្លួនឯងឲ្យវាមិនដែលឃើញចូលជាក្រាននេះឥឡូវចេះលាងចានលាងឆ្នាំឯណាចំណាប់ចំនួនណាធ្លាប់តែស្មាននឹងដើរទាត់ប៉ាល់តែឥឡូវស្មាននេះមកលាងចានលាងឆ្នាំអាណិតណាហើយបើសិនជាវាសបោលុយសបោកាក់ទៅវាគ្រាន់អើតមើលក្នុងពីងអស់អង្គលេងទៀតបលឹមឡើងញ៉ាកូនចៅគេទុករត់ទៅធ្វើការស៊ីឈ្នួលជួលកំរើគេមកព្រឹកថ្ងៃអាសៀលត្រឡប់មកវិញអស់ក៏បានបន្លែក៏បានត្រីមកតំណោទៀតដើរសឹងទៅរត់មកហ្នឹងទៅនៅតែខ្លួននេះចិត្តមកដល់ផ្ទះមុនបាត់ហើយរត់តែដាក់មកស្រួលឆ្លៀតចូលផ្សារពេញនំក្រូចបានមួយដោតទឹកកលឹកយកមកលក់ឯងហូបនំឯងទៅសៃខ្ចីហូបនំតែឪវាហូបនៅម៉ែនោះថាឪវាឯងហត់ជាងខ្ញុំឪវាឯងហូបទៅនំមួយនៅប្រចាំគ្នាទៅវិញទៅមកក៏មានទៀតបើសិនយកប្រគិនអង្គនេះគ្មានប្រចាំទេទទួលដាក់ធ្លាប់បាត់ហើយតែយ៉ាងម៉ែឪអញ្ចឹងតម្លាក់អីវ៉ាន់ទុកហើយរត់ចូលទៅដាំស្លបបពវិភេទតិចលើកយកមកអាចមើលក្នុងពីងអត់មានទឹករត់ទៅដងទឹកទៀតណាដងទឹកសម្រាប់ងូតសម្រាប់ខឹបសម្រាប់ដាំស្លស្លុកណាយកមកដាំថ្នាំរងាស់លើកជូនប្រពន្ធណាយកប្រពន្ធយកកូនយកទៅគ្រាឲ្យងូតទឹកលាងដោះសពបែបយ៉ាងរកបោះដែលគេខ្ពើមគេរអើមិនហ៊ានកាន់ពេលនោះគឺកតោបម៉ែកតោបកូនដែលអ្នកគេខ្ពើមរអើមិនហ៊ានកាន់ឪពុកយើងអ្នកបោកអ្នកញុអ្នកគក់អ្នកញីផ្ទាល់ដៃយកមើលតម្រាំរស់រៀនមានជីវិតមិនស្រួលឯណាមិនដូចសម័យឥឡូវស្អីបន្តិចអានទៅពេទ្យឯណាពីដើមវាកំសត់កំរប៉ុណ្ណាតែនេះហើយបានគេហៅថាតោសេនតីអូយផុតពីនេះទៅទៀតលោកហៅថាបោសេនតីទាំងឪពុកទាំងម្ដាយជាអ្នកចិញ្ចឹមកូនហើយចិញ្ចឹមកូនទាំងគេទាំងយើងព្រះពុទ្ធទ្រង់សម្ដែងថាយ៉ាងខោរូបបិចាតុមហាពុទ្ធិកោមេតាបេតិកសម្ភវោអតនកុមមាសអុជយោតារូបរាងកាយនៃកូនប្រុសកូនស្រីដែលមានវ័យវឌ្ឍនាការចម្រើនកើនឡើងធំឡើងជាលំដាប់ប៉ុណ្ណេះដោយសារណាកើតឡើងរស់ឯងដោយសារបាយទឹកនំចំណីត្រីសាច់ម្ដាយឪពុកខំចិញ្ចឹមជាពិសេសដោយសារមហាពុទ្ធរូបរបស់ម្ដាយឪពុកដោយសារទឹកដោះម្ដាយថ្លៃដែលខំចិញ្ចឹមមកកូនខ្លះថាទេខ្ញុំនឹងរបស់ខ្ញុំទាំងអស់ផ្ទះនេះក៏កម្លាំងញើសឈាមខ្ញុំដីនេះក៏ញើសឈាមខ្ញុំម៉ូតូឡាននេះក៏ញើសឈាមខ្ញុំអាទេសកង់នេះក៏ញើសឈាមខ្ញុំគ្មានបានអីពីម៉ែពីឪទេណោះម៉ែឪឲ្យទៅអាប្អូនឲ្យទៅអាពៅបានគេបានគេបានផ្ទះគេបានដីគេបានក្បីគេបានគោឯរបស់ខ្ញុំសិតតែទិញខ្លួនឯងសោះគ្មានបានគេអីពីម៉ែពីឪទេ
យើងអាចថាបានប៉ុន្តែយើងទៅរកស៊ីបានរបស់ទាំងនឹងមកយើងបានអីទៅដៃនឹងបានពីណាមកជើងនឹងបានពីណាមកសាច់នឹងបានពីណាមកឆ្អឹងនឹងបានពីណាមកម៉ែអ្នកឲ្យដៃនឹងមកយើងណាឪអ្នកឲ្យជើងនឹងមកយើងណាឪអ្នកឲ្យសាច់ឲ្យឈាមឲ្យឆ្អឹងនឹងណាបានពីឈាមម៉ែពីឈាមឪនឹងមកបានចែកមកជាសាច់ឈាមឆ្អឹងយើងនេះតែនឹងហើយបានថាដោយសារមហាភូតរូបរបស់ម៉ែឪឲ្យដែរទោះបីគាត់មិនមែនឲ្យដីឲ្យធ្លីយើងក៏យើងយកដៃយកកម្លាំងយើងទៅប្រើអាដៃជើងនឹងក៏ចំណែករបស់គាត់នៅក្នុងនឹងដែរគាត់មិនឲ្យមកដែរខ្ញុំមើលឃើញដែរអញ្ចឹងហើយបានរស់រៀនមានជីវិតម៉ែឪតស៊ូណាស់ខ្លះកើតឡើងហើយដើម្បីចិញ្ចឹមកូនទៅរកស៊ីបថុយជីវិតក្នុងព្រៃក្នុងភ្នំជ្រោះជលសាជលស័យយកជីវិតទៅបថុយឧបសគ្គគ្រោះថ្នាក់សត្វតូចសត្វធំពោះវែកពោះដៃពោះថ្នាក់ទាំងសងកត្រោងភ្លើងអាសេរពឹសជំងឺចាញ់យកជីវិតទៅបថុយឲ្យតែបានលុយមកចិញ្ចឹមកូនទៅដេកនៅតំបន់ចាញ់តំបន់ឯណាក៏តស៊ូដែរអ្នកខ្លះទៅតាមផ្លូវសមុទ្រជលសាជលស័យដេកកដាលទឹកកដាលទលេយកជីវិតទៅបថុយទាំងយុគទាំងអាត្រៀតងឹតប្រពេញប្រពើមុខខំតស៊ូលំបាកសពយ៉ាងដើម្បីយកលុយមកចិញ្ចឹមកូនអ្នកខ្លះទៅស្រុកមួយស្រុកពីរខេត្តមួយខេត្តពីរដើម្បីយកលុយមកចិញ្ចឹមកូនរហូតដល់ប្រទេសគេទៀតក៏មានដែរឲ្យតែកូនរស់ឲ្យកូនបានរៀនសូត្របានស្លៀកពាក់ម៉ែឪមិនបានរៀនសូត្រមិនបានស្លៀកពាក់មិនបានរៀនចេះដឹងចង់ឲ្យកូននឹងរុងរឿងខំតស៊ូជានិច្ចអ្នកខ្លះទៅអោនក្បាលទៅត្រកឲ្យគេប្រើគេស្ដីគេជេរគេថាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលឲ្យគេប្រើចុះឲ្យតែបានលុយមកចិញ្ចឹមកូនតស៊ូលំបាកសពបែបយ៉ាងបើយើងដាក់ចិត្តគិតពិចារណាមើលតែប៉ុណ្ណឹងយើងឃើញថាគាត់លំបាកប៉ុណ្ណាជួនកាលអ្នកខ្លះតស៊ូធ្វើអំពើបាបក៏មានដែរស្រុកត្រកសពតោកយ៉ាក់លំបាកវេទនាកំព្រាកំសត់មែនតែនរស់ស៊ីមានកេងមានកັບមានលឹកមានខុងវាយបដប់គូតកំប៉ុងបតោងពលឹះពេញត្រឡប់មកវិញស្រាក់ពេញដដែលក៏សឹងតែមានដែរធ្វើម៉េចវាគេចោលហើយអាណិតកូនចិត្តដាក់មកហើយជួនកាលមកបនគេឃើញបបគេឆ្ងាញ់ទៅជេរមួយចានតាមផ្លូវគ្រួយកទៅឲ្យកូនវាផ្លិចទាំងយកចានទៅត្រឡប់មកសងគេវិញផ្លិចទល់ថ្ងៃនេះអត់ចង់បានអីទេចានមួយហ្នឹងប៉ុន្តែវារំលងថ្ងៃយូរពេកទៅពីថ្ងៃបានឃើញផ្លិចបាត់ហើយមិនចង់បានទេចានមួយហ្នឹងប៉ុន្តែរំលងថ្ងៃយូរខ្មាស់គេខ្ជិលយកទៅសងស៊ីដាច់បង្ហើយប្រោយនោះចឹងតើបានជាបនហើយច្រើនតែរាប់ចានទៅខ្វះឥឡូវរមូលហេតុឃើញខ្លះញោមញាតមើលដើម្បីឲ្យកូនរស់ម៉ែឪហ៊ានសពបែបយ៉ាងទាំងអស់អ្នកខ្លះទៅឪពុកស្លាប់ចោលនៅតែមេដាយមួយម៉ាយមួយត្រូវញោមឲ្យកូន4 5 6 7នាក់ម៉ែដើរបេះតគួនបេះតគៀតកដៀតដើរដូរពហុដើរជ្រូកដូរម៉ាំរហូតស្រុកនេះស្រុកនោះយកមកចិញ្ចឹមកូនចេះតែរស់តម្រាំរស់រៀនមានជីវិតតំណែងប្រពុតឲ្យឈ្មោះថាប៉ោសេនតៃយើងឃើញ6ឈ្មោះហើយហើយដល់ទី7លោកឲ្យឈ្មោះថាប្រព្រំលោកមានព្រំវិហារធម៌រត់ដណ្ដប់ដោយរូបរាងកាយកូនទី8លោកឲ្យឈ្មោះហៅថាបពទេវីលោកជាទីផ្តាដើមអ្នកថែរក្សាកូនដល់ទី9លោកឲ្យឈ្មោះហៅថាបពាចាជាគ្រូខាងដើមអ្នកបង្ហាត់បង្រៀនកូនឯទី10លោកហៅថាអាហនយបកុលគឺជាព្រះរបស់កូនសូមនិមន្តជ្រាបសាធុជ្រាបអនុថែទៅរៀនពីណាមកក៏ប៉ាន់បកស្រាយម្លេះដូចអ្នកធ្លាប់ធ្វើឪពុកគេអញ្ចឹងញោមអ្នកដែលធ្លាប់ធ្វើឪពុកធ្វើបដាយគេក៏មិនចេះរាប់រៀបឲ្យដល់ថ្នាក់នេះដែរហើយដល់អនុថែបួសតាំងពីក្មេងទៅក៏ប្រកែដឹងម្លេះញោមរៀបរាប់ខ្ទេចខ្ទីអស់ហើយអញ្ចឹងបានជាញោមចេនីស៊ីនោះក៏ថារឿងសម្ដែងធម៌ហ្នឹងព្រះអង្គភិរិយហ្នឹងប៉ាន់ប្រសពខ្លាំងណាស់បើយើងនិយាយអំពីកលាបដាវិញរកគូប្រកួតលេងបានហើយឲ្យតែចូលមកវាយដេកទៅមកគ្មានតដៃកើតទេហើយដល់យើងអញ្ចឹងមែនញោមកាន់ប៉ាន់ប្រសពឆ្លៀសវៃប៉ាន់ប្រយុទ្ធញាតិញោមស្ដាប់ទៅងាយយល់ស្ដាប់បានឥឡូវក្នុងទីនេះឈ្មោះរបស់មេតាបិតាមានអត្តន័យសេចក្តីយ៉ាងណាយើងទាំងអស់គ្នាបានដឹងហើយដែរជាបុព្វការីអ្នកមានឧបការៈគុណមុននោះហើយអ្នកដែលមានឧបការៈគុណហៅថាបុព្វការីនោះមាន4ដូចជាព្រះសម្មាសម្ពុទ្ធជាបុព្វការីរបស់ពុទ្ធបរិស័ទហើយចំណែកព្រះរាជាជាបុព្វការីរបស់ប្រជានុរាឯគ្រូអាចារ្យជាបុព្វការីរបស់សិស្សានុសិស្សចំណែកមេតាបិតានេះជាបុព្វការីរបស់កូនចៅប្រុសស្រីហើយក្នុងទីនេះជាបុព្វការីបានធ្វើឧបការៈគុណមុនលើកូនប្រុសស្រីបានជាក្នុងឱកាសពេលនេះកូនប្រុសស្រីបានធ្វើកតវេទីតាធម៌តបស្នងសងគុណចំពោះលោកអ្នកមានគុណវិញអនុថែដើម្បីចាត់ទុកថាជាអ្នកតបស្នងសងគុណបាននោះហើយខ្មែរយើងតបផងស្នងផងតបស្នងផងសងគុណផងហើយបើយើងនិយាយទៅតាមធម៌តបស្នងនឹងដោយធម៌ប្រមាណហើយសងគុណនឹងដោយធម៌ប្រមាណដែរនោះអនុថែទើបចំជាកតញ្ញូកតវេទីសូមវិសាចនីព្រះគុណជាអង្គម្ចាស់ព្រះគ្រូកងរៃដីក្អមឆ្នាំងដែលទេវតានឹងថែរក្សាការពារឲ្យព្រះគុណម្ចាស់បួសរហូតរាល់ជាតិមិនសឹកដល់ចម្រើននឹងសូមនិមន្តជ្រាបគេហៅថាមនុស្សយើងនៅលុះនៅក្នុងអំណាចលោកធម៌ដែរមិនទៅស៊ីជូរទេប៉ុន្តែប្រអាប់ខាងមិន
ទៅស៊ីជូទេប៉ុន្តែបើគេទៅសារលួចអកក្នុងពោះដែរប៉ុន្តែចំពោះខ្ញុំកណាគឺថាឲ្យតែរឿងគេទៅសារជារឿងភ័យរបស់ខ្ញុំកណាព្រោះទៅសារវាបង្កប់ទៅដោយអាភិបបង្អាប់នៅក្នុងនឹងមួយដែរប្រយ័ត្នថ្ងៃក្រោយហើយម្យ៉ាងទៀតគេថាបញ្ជោហ្នឹងគឺសម្លាប់ហើយដល់បង្អាប់ហ្នឹងគឺឲ្យរស់បើបញ្ជោសម្លាប់បើបង្អាប់គឺឲ្យរស់បើបញ្ជោហ្នឹងឲ្យគេស្អប់ហើយហើយបើប្រសពទៅគេប្រើហើយណាហើយបើសិនជាបញ្ជោហ្នឹងឲ្យគេខ្នាញ់ហើយបើផ្ចាល់ផ្ចាំអាហ្នឹងឲ្យគេគុំហើយបើដូច្នេះរឿងបញ្ជោនាំទៅឲ្យស្លាប់ទេហើយបើបង្អាប់អាហ្នឹងបានឲ្យរស់ប្រគុណជាអង្គម្ចាស់ខ្ញុំកណាបកស្រាយខុសក៏ថាខុសចោះលើសក៏ថាលើសចោះត្រូវក៏ថាត្រូវចោះហើយខ្ញុំកណាមិនមែនដូចគេចូលចិត្តឲ្យទៅបញ្ជូតែម្យ៉ាងទេគឺថាយើងត្រូវសំដែងផងរៀនផងទៀតយើងខ្វះឋានៈគេប្រាប់យើងយកតាមកុំឲ្យដូចតងុយគាត់ថាធម៌ពុទ្ធមានតែមួយអង្គលោកសង្ឃបួសរៀនមានដោយវត្តសង្ឃខ្លះចេះស្ទើចាំស្ទាត់ភ្លីភ្លើសូត្រធ្លាប់វាមិនត្រូវខ្យល់គេប្រាប់ថាខុសឯងប្រកាសខឹងមិនដឹងថាខ្លួនរៀនមិនដល់មិនដែលសួរគេព្រោះមិនឆ្ងល់សង្កល់ថាឯងត្រូវមិនចេះខុសហើយមួយទៀតច្បាប់បុរាណលោកថាកុំឲ្យយកឆ្អិនជាឆៅកិច្ចក្នុងក្រៅមានមេត្រាកុំអាងឯងប្រាជ្ញាចោលច្បាប់ក្បួនលោកព្រេងនាយទោះបីគេទៅសើគេអីយ៉ាងម៉េចក៏ដោយយើងកុំត្រេកអរពេកយ៉ាងណាមិញបើសិនជាគេចេះតែជួយកែជួយប្រាប់កំហុសអានឹងជាការប្រពៃណាស់ឥឡូវក្នុងថ្ងៃនេះព្រះគុណជាអង្គម្ចាស់អ្នកទាំងអស់គ្នាជាកូនជាចៅផៅសម្បានបាននឹកឃើញឧបការៈគុណដូចរៀបរាប់អំបញ្ញមិញហ្នឹងម៉ែឪជាព្រះដែលនៅលើផ្ទះយើងហើយយើងមើលមិនឃើញអ្នកណាមិនឃើញព្រះនេះហើយដែលបុរាណគេពោលថាចិត្តពេកមើលមិនឃើញឬក៏តូចអោបមិនជុំធំមើលមិនឃើញហើយតូចអោបមិនជុំហ្នឹងបានដល់អីតូចអោបមិនជុំហ្នឹងភ្នំតូចហើយដល់ធំមើលមិនឃើញហ្នឹងភ្នំព្រះសម័យលើតែធំណាស់នឹងនៅណាផងប៉ុន្តែគុណម៉ែគុណឪហ្នឹងវាធំជាងភ្នំព្រះសម័យទៀតប្រយ័ត្នតែកូនមើលមិនឃើញព្រះនៅលើផ្ទះនៅចិត្តបកោយទៅសាពះវ័នពីតែព្រះនៅវត្តដោយជំនាន់ព្រះស្រីម្នាក់យកជ័យទៅថ្វាយព្រះស្រាប់តែយកទៅថ្វាយព្រះព្រះអង្គសួរថានាងថ្វាយព្រះអីផ្ទះហើយនៅអត់មានព្រះផងផ្ទះខ្ញុំព្រះអង្គពុទ្ធថាមានណាព្រះនៅផ្ទះឲ្យយកទៅវិញទៅថ្វាយព្រះនាងយកជ័យត្រឡប់មកវិញរកព្រះវាមិនឃើញជាព្រះនៅឯណាមិនក៏មិនឃើញរចោះរឡើងយួរចោះយួរឡើងជែកនឹងបាក់កធ្លាក់មួយខ្ពាកនិយាយពីម៉ែចាស់ឃើញជែកកូនតាមសម្លឹងឲ្យភ្លឺសម្លឹងចោះសម្លឹងឡើងឃើញតែមួយធ្លាក់ខ្ពាកនឹកអព្រឺតអាហ្នឹងទៅនងបានអញនៅស្ងៀមជាជាងទំនេរហាមាត់សុំគេលោកគេឲ្យកូនមួយធ្លាក់ហ្នឹងឲ្យម៉ែមកកូនអាហ្នឹងមួយធ្លាក់ឲ្យម៉ែឯងយកទៅណាហុចមកគាត់អព្រឺតអញថាបានអញមែនបកខ្លោបដាក់ផ្លប់គិតទៅមកស្និទ្ធបានមួយឆ្ងាញ់របស់គាត់មែនបានអាចារ្យអ៊ូចុងផ្ដាំហើយថាកូនខ្លះជឿបុណ្យនោះវាជឿខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តបាម៉ែឪស្រែកឃ្លានចង់បានណាផ្លយសួរកូនថាមានសល់ឬទេមិនទៅវត្តពេជ្រវាទេណាទៅវត្តបាម៉ែឪស្រែកឃ្លានចង់បានណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញាប់ពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយវឹងផ្កានថាអត់បានសល់ទេកូនស្លោគ្រាន់តែទៅវត្តទេឪគេថាគេស្លោតាន់ទីគ្រាន់តែទៅវត្តហ្នឹងឪនោះប្រាប់ថាកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាគេមិនឲ្យហូបហើយគេថាបាទៀតខ្ញុំមើលគេណាបានជានាងហ្នឹងយកជ័យទៅថ្វាយព្រះព្រះអង្គសួរថាម៉េចនាងថ្វាយព្រះអីផ្ទះហើយនៅតែអត់មានផងព្រះអង្គអត់មានព្រះសោះព្រះអង្គថាអូចុះបាត់ជ័យមួយនេះទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែគាត់ហូបបាត់ហើយបានប្រពុតថានឹងហើយម៉ែនឹងហើយណាជាព្រះណាម៉ែនឹងឪនឹងហើយជាព្រះកឡោងគង់នៅក្នុងផ្ទះណាកូនដាំពូជសុកជាមួយគាត់សុកណាកូនដាំពូជក្តៅកាហាយណាធ្វើឲ្យគាត់ក្តៅកាហាយយើងក៏រស់នៅក្តៅកាហាយដែរហើយបើធ្វើឲ្យគាត់ទឹកភ្នែកយើងនឹងក៏គង់តែទឹកភ្នែកដោយសារកូនដែរបើអញ្ចឹងចិញ្ចឹមទំនុកបំរុងគាត់ជាព្រះធ្វើបុណ្យជាមួយព្រះមែនតែនបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយម៉ែឪយើងនឹងបានបុណ្យដូចព្រះនងដែរចេះឥឡូវកូនចៅគេនឹកឃើញហើយគេធ្វើបុណ្យជាមួយព្រះបើគាត់នៅរស់រៀនមានជីវិតអញ្ចេះវាមានពាក្យមួយគេហៅថាតបស្នងសងគុណតបស្នងសងគុណឃើញ4តបហ្នឹងគឺកិរិយាប្រព្រឹត្តត្រឡប់តបនេះមាន2គឺតបគុណ1តបទោស1អាតបទោសហ្នឹងម៉ែនិយាយមួយម៉ាត់2ទៅកូន3 4ម៉ាត់ត្រឡប់មកវិញម៉ែវាយកូនមកគាត់កូនលេងមួយជើងមកម៉ែបាត់ជើងក្រាំងនេះណាអាហ្នឹងតបដែរប៉ុន្តែតបហ្នឹងតបខុសតបទោសប៉ុន្តែបើតបត្រូវគឺម៉ែឪចាំយើងចាំគាត់វិញទៅអាហ្នឹងតប
តបនេះសំដៅទៅលើកូនចៅបំពេញតាមតួនាទីថាតើនេសង្ឃបរិសាមិគាត់ចាំយើងចាំគាត់កិច្ចចាំនេសង្ឃបរិសាមិគាត់មានកិច្ចរវល់យើងបិទតូបបិទហាងមកជួយកិច្ចការងារគាត់មកពេលចឹងទៅទាយាជាងបដិបច្ជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកគាត់ក៏ระวังសង្ឃតបេសាមិថែរក្សាពូជពងវងតកូលគាត់ផងកុំឲ្យចេះនិយាយដើមខូចពូជគាត់នេះគាត់នៅរស់ដល់គាត់ស្លាប់ទៅតេខេណាងអនុបតេសាមិយើងអ្នកនៅរស់នឹងធ្វើបុណ្យតេខេណានុបទានឧទ្ទិសឲ្យណែធ្វើអញ្ចឹងបានគេហៅតបគុណអញ្ចឹងសរុបសេចក្តីជូនបាយជូនទឹកជូននំជូនចំណីជូនត្រីជូនសាច់ទាំងអស់ហ្នឹងគេមិនតន់ហៅសងគុណទេណាញោមគេហៅត្រឹមតែតបគុណតែប៉ុណ្ណោះឲ្យចង់សងគុណវិញធ្វើម៉េចចង់សងគុណវិញមានន័យថាពុទ្ធសំដែងថាយោចៈខោមេតាបេតយោចៈខោភិក្ខវេមេតាបេតរោអសទ្ធិសទ្ធាសម្បទាយសមាតបេតិនិវិសេតិបតថាបេតិមនាលភិក្ខុទាំងឡាយបើចង់សងគុណមេត្តាបីដាណាពុំតាន់មានសទ្ធាពុំតាន់មានសិលពុំតាន់មានចក្ខៈពុំតាន់មានបញ្ញាទេកូនចៅញ៉ាំងគាត់ឲ្យមានសទ្ធាមានសិលមានចក្ខៈមានបញ្ញាបានហៅថាសងគុណសងនេះញោមញាតិឲ្យសងមានន័យវាខុសពីតបត្រង់ថាតបគុណនឹងជូនបាយទឹកនំចំណីគាត់ហូបបានតែមួយថ្ងៃពីរហ្នឹងប៉ុន្តែបើយើងសងគុណគាត់បានហូបរាល់ឆ្នាំរាល់ជាតិទៅរហូតដឹកនាំគាត់ឲ្យមានសទ្ធាមានសីលៈមានចក្ខៈបញ្ញាញ៉ាំងត្រង់ណាដូចក្នុងកម្មវិធីបុណ្យហ្នឹងចង់ឲ្យម៉ែឪមានសទ្ធាកូនចៅនាំគ្នានិមន្តព្រះសង្ឃមកសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌ឲ្យគាត់មានសទ្ធាចង់ឲ្យគាត់មានចក្ខៈនាំគ្នាទិញគ្រឿងបច្ច័យ4គ្រឿងប្រឡងលុយកាក់យកមកជូនគាត់តែគាត់បានច្រើនទៅគាត់ចេះយកទៅធ្វើបុណ្យអាហ្នឹងឲ្យញ៉ាំងឲ្យមានចក្ខៈចង់ឲ្យគាត់មានសិលនិមន្តប្រសង់យកមកឲ្យសមាទានសិលគាត់បានសមាទានសិលញ៉ាំងគាត់ឲ្យមានសិលឬក៏ថ្ងៃសិលដោះស្រាយចំណងគាត់ឲ្យគាត់ទៅវត្តទៅវាសមាទានសិលអានឹងហើយហៅថាញ៉ាំងគាត់ឲ្យមានសិលហើយចង់ឲ្យគាត់មានបញ្ញានិមន្តប្រសង់សម្ដែងធម៌ទេសនារកកសែតលោកទេសនាគម្ពីរដីកាសត្រាក្បួនច្បាប់ឲ្យគាត់យកមកអានមករៀនមកសូត្រឲ្យគាត់មានបញ្ញាចេះគិតពីអាយុសង្ខាររបស់ខ្លួនគាត់នឹងឯងមានបញ្ញាហើយដោយសារកូនអ្នកធ្វើដូច្នេះកូននឹងឯងឈ្មោះហៅថាសងគុណឯស្នងហ្នឹងកាន់តាមម៉ែតាមឪបើម៉ែឪមានសទ្ធាមានអីកូនក៏មានតាមអញ្ចឹងទៅឯគុណហ្នឹងគឺសេចក្តីល្អបានជាកូនចៅនឹងឯងគេធ្វើអញ្ចឹងគុណម្ចាស់គឺតបគុណនិងសងគុណវាខុសគ្នាតបហ្នឹងដោយធម៌5ឯសងដោយធម៌4ដោយលើកឡើងមកអញ្ចឹងដោយគេធ្វើបុណ្យហ្នឹងហៅថាសងគុណហើយសូមជ្រាបសាធុជ្រាបអនុថែតបគុណដោយសង្ឃហៈធម៌ទាំង5ហើយសងគុណនោះដោយធម៌4សទ្ធាសីលៈចក្ខៈបញ្ញាហើយចុះកូនល្អអនុថែដែលចាត់ជាកូនល្អវិញតើលក្ខណៈប្រមាណយ៉ាងទើបចាត់ជាកូនល្អប្រកបដោយធម៌អនុថែសូមពិសាចនីកូនល្អនៅក្នុងសង្គមខ្មែរយើងគេចំណាំកូនល្អមានលក្ខណៈ6យ៉ាងញោមញាតិណាដឹង6យ៉ាងស្អីខ្លះដឹងប្រាប់អាត្មាចែកបុណ្យទី1កូនណាស្ដាប់ពាក្យព្រានបដៅរបស់ម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪពេលគាត់ចាស់ជរាទី3កូនណាទ្រាំជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាតន់ដង្ហើមគាត់ពេលគាត់ស្លាប់ទី5កូនណាបានឃើញភ្លើងផ្សែងធូបទៀនគេបូជាម៉ែឬគេកញ្ចោះម៉ែឪខ្លះគាត់ខឹងកូនខ្លាំងមែនទែនតែហែងទៅឲ្យឆ្ងាយបាត់ពីមុខពីមាត់អញមិនបាច់មកឃើញភ្លើងផ្សែងអញទេហ្នឹងមកពីអាសេចក្តីស្រឡាញ់ខ្លាំងហ្នឹងវាត្រូវតែឃើញភ្លើងផ្សែងពេលគេបូជាហ្នឹងណាដល់គាត់អស់ការស្រឡាញ់គាត់ខឹងទៅគាត់ថាអញ្ចឹងទៅមិនបាច់មកឃើញភ្លើងផ្សែងអញទេហើយដល់ទី6កូនណាបានរលឹកនឹកដល់មេត្តាបិតាយកអធិធាតុមកថែរក្សាទុកហើយធ្វើបុណ្យឧទ្ទិសទៅឲ្យនឹងហើយកូនមានលក្ខណៈ6យ៉ាងនេះជាកូនល្អក្នុងពុទ្ធសាសនាកូនជាបណ្ឌិតកូនល្អហៅថាអតិជាតិបុត្រពីព្រោះកូននោះវាមាន3អវៈជាតិបុត្រកូនអន់បំផុតមិនបានធ្វើបុណ្យធ្វើអីជូនម៉ែឪទេប៉ុន្តែសុំឲ្យម៉ែឪនឹងទុកអាវថាប៉ៅឲ្យប្រយ័ត្នតែកូនលោកប៉ៅយកអស់ខានទិញស្លាហូបអញ្ចឹងណាកូននឹងគេមានតែលបែងស្រីស្រាពីលៀបភ្នាល់គេតែប៉ុណ្្នឹងទេគ្មានបានធ្វើបុណ្យប៉ុនទៀនឲ្យម៉ែឪទេហ្នឹងអវៈជាតិបុត្រហើយកូនមួយទៀតអនុជាតិបុត្រម៉ែឪធ្វើម៉េចកូនគេធ្វើតាមយ៉ាងដែរទៅឯអតិជាតិបុត្រហ្នឹងប្រសើរលើសជាងមេត្តាបិតាមកដឹកនាំបងប្អូនដឹកនាំអីធ្វើបុណ្យកតញ្ញូបានកូននេះមានធម៌4អត្តសុទ្ធិទៅរៀនឲ្យមានចំណេះខ្លួនឯងបរសុទ្ធិមកដឹកនាំបងប្អូនឲ្យគេចេះតាមសង្ឃហៈចេះសណ្ដោសសង្គ្រោះដល់អ្នកចិត្តខាងកតញ្ញូដឹងគុណមេត្តាបិតាជាដើមនឹងកូនមានធម៌4យ៉ាងនេះហើយជាកូនល្អប្រគុណជាអង្គម្ចាស់ប្រយ័ត្នយាយអាឡើងចោលអស់អត់អ្នកយ៉ាងកិញសូមជ្រាបសាធុ
អត់តន់អីទេអនុថែដោយសារអនុថែនឹងឆ្លោយពីរោះបោះក្បាយខ្លាំងពេកចឹងសុំបន្តិចទៀតទៅចុះមិនតន់បញ្ចប់ទេកូនប្រុសស្រីក្នុងឱកាសនេះចាត់ជាកូនល្អចាត់ជាអតិជាតបុត្រជាកូនដ៏ប្រសើរចេះតបស្នងសងគុណជូនលោកអ្នកមានគុណរបស់គាត់បានចំណាយធនធានយ៉ាងច្រើនប្រកាសគោរពតាមធ្វើកម្មវិធីបុណ្យកតញ្ញូកតវិធីដ៏អោឡាឬក៏គ្រឹកក្រែងយ៉ាងនេះអនុថែតើកូនប្រុសស្រីដែលខំខ្នះខ្នែងយ៉ាងនេះបានអានិសង្សយ៉ាងណាទាំងក្នុងបច្ចុប្បន្នហើយនឹងទៅបរលោកអនុថែសូមវិសាចនី បានកូនចៅធ្វើបុណ្យអញ្ចឹងបានតបគុណបានសងគុណបានសុំខមាទោសគាត់សុំខមាទោសគាត់ណាញោមសំខាន់បំផុតរួចកម្មរួចពៀជាមួយម៉ែជាមួយឪយើងរៀបរាប់ពីគុណម៉ែគុណឪខាងដើមមកយើងដឹងហើយប្រគ្រូជាអង្គម្ចាស់ព្រះគ្រូបជ្រុយលោកស្មូតគុណម៉ែច្រើនហើយដូច្នេះញោមញាតក៏ដឹងស្រាប់ហើយប៉ុន្តែយើងគិតមើលកម្មពៀទៅវិញកូនខ្លះគេល្អគេថាដឹងស្អីទេម៉ែបង្កើតអាបងមកឲ្យស្អាតបង្កើតឯងមកមុខមើលខ្ជុំខ្លះដឹងស្អីទេម៉ែបង្កើតអាបងមកឆ្លាតបង្កើតឯងមកអបញ្ញារៀនអីមិនចេះសោះដឹងស្អីទេម៉ែបង្កើតអាបងមកត្រឹមត្រូវបង្កើតឯងមកពិការពិរីទៀតមិនគ្រប់លក្ខណៈហើយទៅបន្ទោសស្រែនម៉ែស្រែនឪបង្កើតកូនតែមិនអញ្ចឹងហ្នឹងហើយស្រែនវាអញ្ចឹងហើយប៉ុន្តែដែលវាខុសគ្នានេះច្បាប់កម្មពុទ្ធសាសនាគឺលក្ខណៈអត្តចរិតវាផ្ដល់អតិពលមកតាមរយៈច្បាប់កម្មមកទេម៉ែការបង្កើតមកក៏មិនដឹងថាមុខកូនណាមិនទៅដែរហើយដល់កើតមកល្អអាក្រក់ខ្មៅសរឿងខ្លួនឯងដែរអ្នកខ្លះម៉ែឪខ្មៅដូចខ្ជុំកូនដូចទេវតាហើយអ្នកខ្លះម៉ែសដូចចិនឆៅកូនខ្មៅមើលថាខ្ជុំទៅវិញវាប្រជ្រះគ្នាអញ្ចឹងដែរថាញោមញាតិពុទ្ធបរិស័ទកម្មពៀមួយចំនួនកូនខ្លះធ្លាប់មានកម្មពៀជាមួយម៉ែឪដូចជាម៉ែឪស្ដីនិយាយជេរថាបង្ហាត់បង្រៀនព្រៀនបដៅអីកូនខ្លះខឹងម៉ែធ្វើមុខកញើដាក់ម៉ែឪមុខមិនរីកទេដឹងជាស្អីទៅលូច្រើនណាស់ធុញផឹកឡើងទេសនាល្ងាចឡើងទេសនាផ្លងយ៉ាតែឡាតែឲ្យតែម៉ែឪស្ដីបដៅយ៉ាតែឡាតែអត់ទៅស្ដាប់ម៉ែឪស្ដាប់មិត្តភក្តិច្រើនជាងអូមុខសញ្ញាគ្រោះថ្នាក់មួយកូនណាតែស្ដាប់មិត្តភក្តិច្រើនជាងម៉ែឪគ្រោះថ្នាក់មួយហើយម៉ែឪមុខទឹកភ្នែកឲ្យសាអូនហើយបើចំមិត្តភក្តិល្អអានឹងគ្រាន់បើចំមិត្តភក្តិអាក្រក់ទៅហើយទៅបាត់មួយខែបានមកផ្ទះម្ដងវេទនាឲ្យព្រមរត់ចោលសាលាបាត់អាម៉ូតូទន្ទិញថ្មីឲ្យហ្នឹងធ្វើយកទៅប្រចាំបង្ហើយបាត់ហើយដល់ប្រចាំទៅគេស៊ីដាច់បាត់អត់ហ៊ានចូលផ្ទះអាហ្នឹងវើហើយធ្វើអីក៏ហ៊ានធ្វើដែរហើយតែមកប៉ុណ្ណឹងហើយខូចអនាគតទៅម៉ែឪសង្ឃឹមថាសសរទ្រូងប្រទេសជាតិលើកមុខពុកម៉ែទីបំផុតតែខ្លួនឯងបានលើកផងទៅហើយអាហ្នឹងប្រយ័ត្នដែរណាញោមដូច្នេះហើយម៉ែឪស្ដីនិយាយថាកូនណាធ្វើមុខកញ៉ៃដាក់នឹងហើយច្រើនតែកើតឡើងមកមុខកញើមុខដូចសបកក្រូចសោចចឹងមុខដូចសបកខ្នៅណាំងចឹងហើយទៅដល់តែចង់ស្អាតចង់ល្អរលុយមានបានអង្គុយទៅកែសម្ផស្សឲ្យស្អាតមកត្រាំកាហ្វេទឹកដោះគោអីមិនដឹងទេត្រឡប់មកវិញមុខឲ្យឡើងសបណ្ណកនៅរៀងប្រគំចាំអាភ្លើងហ្វាគេថតវីដេអូទៅឃើញតែមុខមិនដែលធ្ងូលមកពេលយកបាត់កមើលឃើញចង់ភ្ញាក់ម្ដងដល់មានពិធីបុណ្យទានអីឃើញថាឯងកែសម្ផស្សស្អាតមែនប៉ុន្តែដល់តែគេនោះអ្នកដែលម៉ែឪគេស្ដីនិយាយបដៅថាគេមុខអញញឹមអញែមបង្រើម៉ែដោយគោរពអញញឹមដាក់ម៉ែកើតឡើងមកមុខគេវាស្រស់បោះល្អឡាតែចាស់តែចង់ពោផងសំរុំឆោមឆាយប្រងព្រាយស្អាតតម្រងញោមមិនតាន់ត្រូវប្រេងត្រូវម្សៅផងវាស្អាតស្រាប់ដល់មានពិធីបុណ្យគេឡើងប្រេងឡើងម្សៅកមូនតែងខ្លួនកែងកៃបន្តិចទៀតទៅព្រះហើយស្អាតឡើងមកកម្រិតទៀតឯងខំកែសម្ផស្សចាញ់គេអាដែរវាចេះណាហើយដល់អ្នកខ្លះទៅម៉ែឪស្ដីនិយាយជេរថាប្រើឯងខឹងម៉ែសម្លក់ឲ្យខ្មែរឲ្យភ្នែកមិនល្អធ្វើភ្នែកតូចធ្វើភ្នំភ្នែកតូចភ្នែកធំសម្លឹងម៉ែដល់កែភ្នែកមិនល្អកម្មពៀកើតមកច្រើនគ្រោះថ្នាក់ពីការពិរាភ្នែកជួនកាលភ្នែកតូចខូចទៅជាភ្នែកធំជួនកាលភ្នែកវិកភ្នែកវយក៏មានដែរកម្មពៀសម្លក់សម្លឹងម៉ែណាជួនកាលដើរតាមផ្លូវទៅជួនកាលមើលទៅលិចដើរទៅជើងដើរទៅកាត់មើលទៅលិចដើរទៅត្បូងមើលទៅកើតបាញ់ងាប់ទីដកដើមទ្របទៅងាប់ពីកូនម្ទេសអង្គុយនិយាយទូរស័ព្ទក្នុងចកាតែមកសន្ធុស្មៅមកជុំវិញខ្លួនបោកឲ្យវាខ្ទេចដោយទាំងកូនទ្របកូនម្ទេសទៅទៀតជួនកាលអង្គុយតក់ជាមួយគេសម្លឹងមីដល់ស៊ីកាទៀវសោះចូលតាមផ្លូវឃើញសម្លឹងសក្លោតែបោកដៃហៅម៉ូតូទៅវិញអញ្ចឹងណាអ្នកឈប់ណាអ្នកអីវាអញ្ចឹងជួនកាលកម្មពីអស់ហ្នឹងមកពីយើងហ្នឹងឯងសម្លឹងម៉ែសម្លឹងឪហ្នឹងណាហើយប្រគុណជាអង្គម្ចាស់ខ្ញុំកណាមានអាចារ្យមួយគាត់សួរដែរគាត់សួរខ្ញុំកណាថាមន់ឲ្យមនុស្សខុសគ្នាហ្មងខ្ញុំកណាឆ្លើយឲ្យគាត់ថាខ្ញុំកណាឆ្លើយខុសឥឡូវសាកសួរប្រគ្រូកងរៃដីក្អមដីឆ្នាំងម្ដងគាត់ម្ចាស់មន់ឲ្យមនុស្សខុសគ្នាហ្មងសូមនិមន្តឆ្លើយមានអីទៅពិបាកសម្គាល់អនុថែខុសគ្នាស្រឡះមន់គេមានចែមនុស្សអត់ចែទេចែក៏មានអ៊ីក៏មានដែរមនុស្សមិនមែនចែអ៊ីនោះទេអាចចែពីលើក្បាលហ្នឹង
ហើយមកគេមានទទួល បត់ស្រួលចំណាំទេអនុថែសូមជ្រាប ប្រគុណណាស់ឆ្លើយនឹងត្រូវហើយអាចគង់នៅនេះរហូតមិនបាច់ទៅពេញបានប្រគុណជាអង្គម្ចាស់ខ្ញុំកណាឆ្លើយរបៀបទេគុណអញ្ចឹងដែរលោកដាក់អាចារ្យទៅមកសួរអាត្មាដែរជល់មាត់សួរគ្នាអាត្មាថាមាត់មានចំពោះមនុស្សមានមាត់មានដៃមនុស្សមាត់មានស្លាបមនុស្សមានដៃមាត់មានខ្នាយមនុស្សអត់មានខ្នាយគេថាដេគុណហើយខ្ញុំកណាមិនចង់បានទេចម្លើយនឹងត្រូវហើយប៉ុន្តែគុណដឹងដែរមាត់ណាខុសពីមនុស្សហ่าប្របាក់សនុកប្របណ្ណាដោយវាមិនដែលចេះយកកូនទៅផ្ញើយាយវាទេប៉ុន្តែមនុស្សយើងណាអាងថាប្របាក់ខ្លាំងយកកូនទៅផ្ញើយាយវាផ្លែតត្រូវក្រហមកញ្ញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែបានអាណាអ្នកច្រូតស្អែកត្រូវចូលធ្វើការងាររោងចក្របើមិនយកកូនទៅផ្ញើម៉ែបានអីពីណាទៅធ្វើរស់នៅក្នុងសង្គមនេះវាអញ្ចឹងហើយតែតែមានការពឹងពាក់គ្នាទៅវិញទៅមកអញ្ចឹងហើយប៉ុន្តែយើងត្រូវដឹងមួយដែរដឹងអ្មេចដឹងថាបើសិនជាម៉ែនឹងគាត់ស្ម័គ្រចិត្តជួយយើងអត់បានប្រើគាត់ទេយើងអត់បាបទេណាប៉ុន្តែបើគាត់កំពុងតែចាស់ជរាពិបាកហើយយើងទៅប្រើគាត់បន្ថែមទៀតជាពាក់គាត់មួយទៀតហើយជាពាក់យើងនឹងកាលពីនៅតូចនឹងគាត់លាងងូតទឹកដោះក្អែលឲ្យយើងនឹងមិនដឹងមួយថ្ងៃប្រហែលដងទេហើយគាត់ដោះកន្លែងណាខ្លះថាដោះខ្ទេចអស់ហើយតាណាក៏ដោះដែរដោយប្រគុណម្ចាស់ហ្នឹងគេស្គាល់អស់ហើយតាណាក៏គេដោះដែរហើយម៉ែបោកខោអាវឲ្យម៉ែងូតទឹកឲ្យចុះមួយខែប្រហែលដងតម្រាំចេះងូតទឹកខ្លួនឯងហ្នឹងម៉ែងូតទឹកឲ្យប្រហែលដងអញ្ចឹងឧបមាថា1000ដង2000ដងហើយចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែ2000ដងស្មើគ្នាហើយនៅតលយូបានស្មើតាមត្រួតដាក់បោះស្បុកយូម្ដងណាអាចារ្យហៅឡើងរួយមាត់តម្រាំទៅមកជុំគ្នាផងណាកុំថាឡើយឲ្យស្មើ2000ដងវាពិបាកអញ្ចឹងណាវាមិនងាយទេតែម៉ែហូបបាយហូបទឹកអញ្ចឹងជាមួយអីហ្នឹងដាក់កូនលើផ្លូវហ្នឹងកំពុងឲ្យឆ្ងាញ់អាដេញផ្កាកផ្លោកទឹកគ្រឿងលក់អីកូនបាញ់ប្រាច់មកអីកុំអាលៀងកុំហើយទឹកគ្រឿងសិនអីបានណាប៉ុន្តែបើម៉ែវាយវងជាមួយកូនណែម៉ែបាញ់ប្រាច់ឥឡូវកូនដេញអស់ឡើយអត់ស្រួលទេខុសគ្នាណាទឹកចិត្តម៉ែបើដូច្នេះអង្កាលពីយើងគាត់បោកគាត់លក់គក់ខោអាវដោះក្អែលឲ្យយើងមកយើងជាពាក់គាត់មិនទាន់នឹងសងរួចផងឥឡូវឲ្យមកលៀងចៅទៀតឲ្យមកថែចៅទៀតចឹងបានគេថាយាយឥឡូវខុសពីយាយពីដើមត្រង់យាយឥឡូវសបោចៅខ្ចីពីដើមមានតែកូនខ្ចីឥឡូវមានចៅខ្ចីច្រើនខ្លះមានពីរបានកូនចៅថ្ងៃនេះគេស្រាយចំណងចងពុកចំណងចងម៉ែចំណងអត់ខ្សែគ្មានមុខស្រាយគឺចំណងអីគេចងម៉ែឲ្យជាប់នឹងកូនគេចងជីដូនឲ្យជាប់នឹងចៅកាលជាប់ជាមួយកូនត្រឹមតែមួយតៅឥឡូវជាប់ជាមួយចៅឡើងមួយតោនស្រឡាញ់ចៅណាស់មកសោតមុនមកចូលប៉ុនគេប្រញាប់ទៅវិញគេគាត់នឹងចាំហូបបបរសិនហេនៅកាលទេចៅយំហើយស្ដាប់ដូចទេសនីទេទៅចៅយំឡើយប្រញាប់ចៅដូច្នេះដោយសារតែកូនដោយសារតែចៅយើងរំខានគាត់ច្រើនអញ្ចឹងហើយខ្លាចក្រែងមានកម្មពៀទោះយើងប្រើម៉ែប្រើឪខ្លាចកើតជាគោកបីតម្រៃសេះគេប្រើអូសអាទេសដឹកក្អមដឹកឆ្នាំងឆ្លងខេត្តអីចឹងទៅជួនកាលកើតជាខ្ញុំពង្រើគេរាប់លានសែនឆ្នាំបានជាកូនចៅថ្ងៃហ្នឹងគេនាំគ្នាសុំខមាទោគេងូតទឹកលាងជំរះដាក់បកស្បុកចម្រើនបញ្ជូនជូនគាត់ហ្នឹងហើយកូនចៅគេសុំខមាទោគាត់កុំឲ្យជាប់កម្មជាប់ពៀអាងូតទឹកហ្នឹងលាងជំរះអំពើបាបដែលគាត់ធ្វើចំពោះកូនណាឲ្យដាក់ទឹកត្រជាក់ហ្នឹងឲ្យគាត់បានភាពត្រជាក់ទៅជុំមកឲ្យបោះស្បុកឲ្យគេរុះចេញអស់ណានឹងឋានសួគ៌ណាកូនចៅហែម៉ែឪឡើងបោះស្បុកហ្នឹងមានន័យថាហែឡើងឋានសួគ៌ណាហើយស្រោចទឹកឲ្យគាត់បានត្រជាក់លាងជំរះអំពើបាបហើយវាដាច់មែនអីបាបហ្នឹងថាលាងទៅវាដាច់តក្អែលទេយកវាដាច់ត្រង់ណាដាច់ត្រង់អាចារ្យនាំឲ្យសុំខមាទោសដែរដល់សុំខមាទោសទៅរួចកម្មរួចពៀហើយចឹងទោះបីយើងជាពាក់គុណគាត់សងមិនរួចយើងបានធ្វើបុណ្យក្នុងថ្ងៃនេះសុំខមាទោសគាត់ទៅកុំឲ្យជាប់កម្មជាប់ពៀកុំឲ្យកើតទៅជាខ្ញុំពង្រើគេឬក៏ភ្នែកវាចវល់អីចឹងទៅណាបានកូនចៅហ្នឹងគេធ្វើបុណ្យហ្នឹងបានរឿងហ្នឹងមួយរួចកម្មពីឥឡូវគ្រួសារហ្នឹងគេធ្វើហើយម៉ែឲ្យគេនៅរស់គេធ្វើឲ្យចុះគ្រួសារនេះដតីទៀតតែម៉ែនៅរស់ដែលអត់ទាន់ធ្វើនោះយ៉ាងណាដែរអាហ្នឹងគួរតែគិតឲ្យច្បាស់ណាញោមតាន់គាត់នៅរស់ចាំឆ្នាំក្រោយគេលើគាត់នៅមិនដល់ហ៎មិននេះគិតគូធ្វើឲ្យហើយមាននិយាយខ្លះឃើញគេស្រោចទឹកម៉ែឪគេសោះឯងអង្គុយយំឃើញគេថ្វាយអង្គមម៉ែឪជូននំជូនចំណីជូនសពុតខោឯងអង្គុយយំហើយសួរថាសំណោះស្អីមនុស្សមិនតាន់ស្លាប់ទេណាវាសំណោះកាលបានកូនខ្ញុំធ្វើអញ្ចឹងឲ្យដែរចឹងសោះសំណោះខ្លួនគាត់មិនដឹងកាលបានកូនគាត់ធ្វើឲ្យគាត់ថាធ្លាប់តែឃើញកូនខ្ញុំនោះវាយភ្នែនបាយទល់ជាមួយខ្ញុំវាមិនដែលឃើញកូនណាមកលឹកជាកងថ្វាយអង្គមអញ្ចឹងសោះដល់ឃើញកូនគេអញ្ចឹងគាត់ទៅវាសំណោះពេកហូរទឹកភ្នែកបដ ாய் ទៅណាដល់រហូតទឹកភ្នែកទៅខ្លាចខ្មាស់គេប្រឡំយកកសែងជូតទៅធ្វើមកអញ្ញឹងងាកចេញចោលឡើងអញ្ចឹងទៅអញ្ចឹងកូនចៅបានសុំខមាទោសម៉ែនឹងមួយកូនចៅនឹងបានបំពេញធម៌កតញ្ញូកូនចៅនឹងបានសងបំណុលចាស់
ទោះបីយើងសងមិនទាន់រួចក៏ដោយក៏បណ្ណាអានិសង្សនេះបណ្ដាលឲ្យកូនចៅនឹងក៏មកជាប់កម្មពេលយើងមានកូនមកក៏កូនល្អប្រកបដោយកលងធម៌កតញ្ញូតាធម្មមូលាកតញ្ញូតាប្រធានតាកតញ្ញូតាយសន្យាសពញ្ញជីវិតចិត្តកតញ្ញូជាឫសគល់នៃកុសលធម៌ទាំងអស់កតញ្ញូជាប្រធាននៃបារមីធម៌ទាំងអស់បែបកតញ្ញូនេះមានហើយបុណ្យដតីរមែងកើតមានពិតប្រកបណាញោមកូនដែលមានធម៌កតញ្ញូទៅណាក៏ទេវតាថែអាសាគេស្រឡាញ់គេចូលចិត្តបរិបទទទួលទានចេះតែមានចេះតែបានទៅទំនាក់តាក់ទងអ្នកដតីគេចេះតែស្រឡាញ់គុណចិត្តអាណិតអាសូរលើកតម្កើងតម្លើងយុះតម្លើងស័ក្តិដល់យើងមានកូនមកសត្វតកូនល្អប្រកបដោយកលងធម៌អញ្ចឹងដែរក្នុងមង្គលសោតលោកថាជាមង្គលដល់ឧត្តមប៉ុន្តែបើមិនដឹងគុណវិញក្នុងបារាលោកថាកូននឹងវិនាហើយអញ្ចឹងកូនចៅនេះគេបានធ្វើបុណ្យកតញ្ញូជូនមេត្តាបិតាសូមជូនពរឲ្យលោកយាយលោកតាមេត្តាបិតានឹងមានអាយុ120 130ឡើងណាអាយុឲ្យវែងសុខភាពល្អហើយឲ្យកូនចៅទាំងអស់នឹងបានអាយុវែងសុខភាពល្អរកទទួលទានកាន់តែមានកាន់តែបានឡើងយូរឡើងស័ក្តិណាអញ្ចឹងអានិសង្សច្រើនណាស់សំដែងប៉ុណ្ណេះផ្លេះប៉ុណ្ណឹងមិនដឹងជាត្រូវមិនដឹងជាខុសក៏ត្រូវក៏យកចុះវាខុសក៏ដកចេញឆ្លើយឡើងវិញសំដែងឡើងវិញស្រេចលើមហាថែសំគ្រាមសាធុអរគុណច្រើនអនុថែអរគុណមែនទែនប្រគិនពរអកាន់តែមានបញ្ញាឆ្លាតហើយសិក្សាពធចេះចាំបន្តទៀតដើម្បីសម្ដែងជួយបំភ្លឺយោមញាតិពុទ្ធបរិស័ទដើរតាមគន្លងផ្លូវព្រះសម្មាសម្ពុទ្ធមហាកុសលកើតឡើងក្នុងទីនេះសូមលើកប្រគិសូមលើកជូនដល់លោកឪពុកមិនហិនអ្នកម្ដាយនុកអូនអ្នកម្ដាយមីងឆាយទូចដែលមានជីវិតរស់នៅនោះសូមឲ្យមានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនបញ្ញាឆ្លៀសវៃគង់ទៅជាមលុបដល់កូនប្រុសស្រីគ្រប់វ័នទៀតថ្វាយអង្គមចំណែកកូនប្រុសស្រីប្រសាបកើតចៅប្រុសចៅស្រីដែលមានកតញ្ញូតាធម៌នេះក៏សូមមានសុខភាពល្អបរិបូរណ៍រកទទួលទានមានបានធ្វើដំណើរទៅទីចិត្តឆ្ងាយយប់ថ្ងៃយ៉ាងណាប្រកបដោយសុវត្ថិភាពមានលៀបមានសំណាងមានជ័យជំនះឈ្នះមានសត្រូវគ្រប់ទិសទីប្រាថ្នាអ្វីបានសម្រេចដោយបំណងនិងបនលផ្នែកជាតិប្រគេនដល់ប្រគុណម្ចាស់គ្រប់ព្រះអង្គដែលខំសវនធម៌ដែលយកចិត្តទុកដាក់សូមឲ្យបានសុខសប្បាយក្នុងនោះពោះគ្រប់អង្គរហូតកុំឲ្យសត្វបានឲ្យសោះចំណែកភ្ញៀវកិត្តិយសញោមញាតពុទ្ធបរិស័ទទាំងអស់តាំងពីជាងថតជាងកាមេរ៉ាចុងភៅអ្នកខ្វល់ខ្វាយក្នុងកម្មវិធីបន់ភ្លេងពិនពៀតអីនឹងទាំងអស់ប្រាថ្នាពលណាប្រយោជន៍ណាសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាការថ្លែងសម្ដែងធម៌ទេសនាពុទ្ធវិស័យលាលែងតំណែងសមត្ថបញ្ចប់អេវ៉ាំង